บอกมาป้าก็ดมตบมันก็ทัดแสงเผาฮะดันก็จังไปเตะก็จังเนาะมีอะไรนะมีแต่กอามากับเพลนะน้องดูตัวสับมันได้แต่ยงสร้างไงเลยกำที่ไปรู้ไอ้ดังไอ้แผลหายที่หยิบแบบยมจังไงมันกลัวแน่จองคอยจะสร้างจังใบขณีสกอมครั้งครับบองไอ้กอดยามได้แล้วทำđược được ham trong khỏiเนี่ยพมทานย้อมจงกราวยัยnó vợ hơi chẳng thì dùng mà trái cái tờ chân á bà không nhận đâu này bà khang giống kênh vậy tham mình ngóp cái thị mà chạy chân á khang luôn à khang nhóm đôi bà khang không nhận đâu này bà khang tầm cuốn chọn nè để dùng cái đại dùng chân á mà khai bao cạnh mà khai cho mà hay ngay trong khi hỏi dùng nhầm tập bê dùng bê mong pin đập cứ dùng mòn thọp chân á bạn nhung cọt phầy anh dùng trong khỏi nữa cọt phầyก็สวัสดียมตะบัดให้กดกดทวีโกนอมินตนายนะกำกัดไอหลีกัดไอโกนกัดไออมินตนาจำมาไอจังนะยมก็ดังห้ามอย่างอ่อนใหญ่อ่อนหลงอ่ะอ่อนเยอะแบบพอดทอมอย่าจังใจนะบองอย่าจังใจเดี๋ยวจะคำใหญ่ท่าได้ให้แบบจะทราบผลนั่นก็มาจากดังตายกันnhưng mà đơn giảnยมอ่อนทอมนั่นก็ทำหมกเตียดសូមបញ្ជាក់ថាសាមពី podcast មានការពិភាក្សាអំពីទំនាក់ទំនងស្នេហាសុខភាពផ្លូវភេទនិងប្រធានបទរសើបផ្សេងទៀតដែលត្រូវបានកែសម្រួលជាពិសេសសម្រាប់សហគមន៍ LGBTQI+ ខ្លឹមសាររួមមានភាសាផ្លូវភេទនិងអាចនិយាយអំពីប្រធានបទសម្រាប់មនុស្សពេញវ័យដែលប្រហែលជាមិនសមរម្យសម្រាប់ទស្សនិកជនទាំងអស់នោះទេជាពិសេសអ្នកស្ដាប់វ័យក្មេងយើងលើកទឹកចិត្តឲ្យមានការណែនាំពីមេដាបេដាសម្រាប់អ្នកស្ដាប់ដែលមានអាយុក្រោម18ឆ្នាំសូមរីករាយស្ដាប់ podcast នេះទាំងអស់គ្នាសួស្តីអ្នកគ្នាខ្ញុំសាន់នីស្វាគមន៍ម្ដងទៀតមកកាន់32 podcast កុំឲ្យខាត់ពេលវេលាយូរសូមស្វាគមន៍ដល់ការ speaker របស់យើងគឺបងសុនលីយេស្ដីបងសួស្ដីអូខេនឹងហើយជាដំបូងសូមឲ្យការ speaker របស់យើងធ្វើការណែនាំខ្លួនជាមុនសិនអូខេបងសួស្ដីខ្ញុំឈ្មោះសាន់លីខ្ញុំសៀននិយាយដល់ជាសាខ្ញុំរៀងជាប់មាត់ដែរខ្ញុំឈ្មោះសាន់លីខ្ញុំមានអាយុ20ឆ្នាំអ្នកខេត្តរតនគិរីជាដល់ប្រទេសភាគអសាជាតំពួនតែសប្តាហ៍ថ្ងៃរស់នៅភ្នំពេញអូខេបងសូមសួរបងសិនថាបងមានដឹងថាយើង discuss ពី topic អីអត់នៅក្នុង podcast ថ្ងៃហ្នឹងអត់ស្ដឹងបងអូខេហ្នឹងហើយអ្នកនរគ្នាចំពោះ podcast នៅសប្តាហ៍នេះដែរយើងនឹងនិយាយពីសមភាព gender ក៏ដូចជា sex education ក្នុងការការពារពីការឆ្លងមេរោគ AIDS នៅក្នុងសហគមន៍ជាដើមហ្នឹងហើយដើម្បីកុំឲ្យខាត់ពេលយូរសូមអ្នកទាំងអស់គ្នា get yourself comfortable ហើយស្ដាប់រឿងរ៉ាវរបស់បងសុនលីទាំងអស់គ្នាហ្នឹងហើយបងជាដំបូងខ្ញុំចង់សួរបងតាក់ទងជាមួយនឹង relationship status ចង់ដឹងថាថែបងឯងជាមនុស្សបែបណាអូយមិនចាក់ដោតហ្មងអូខេនិយាយទៅបើតែសួរខ្ញុំ LGBT បែរជា sure បាត់ថមបងតែថែបងឯងចូលចិត្តមនុស្សដែរខ្ញុំនិយាយទៅមនុស្សខ្ញុំអាចទៀងហេបងពេញចិត្តគឺអូខេយកហ្មងមិនក៏បានដែរអត់ទេមើលមុខដែរអូខេបងឯងធ្លាប់មានដៃគូម្នាក់ឯងពីមុនមកអញ្ចឹងតាំងពីមុនជាសង្សារច្បាស់លាស់មានដៃគូហើយជា3នាក់ចាអូខេអញ្ចឹងចង់ឲ្យបងរៀបរាប់តាក់ទងជាមួយនឹងអតីតកាលបងដូចបានឆ្លងកាត់អីខ្លះជាមួយនឹងសង្សារចាស់បងឯងបងមានជាឆ្លងកាត់រឿងលំបាកអីខ្លះអញ្ចឹងបងអាច share បានតិចបានបងបើសិនជាឲ្យរៀបរាប់ខ្ញុំសូមរៀបរាប់សង្សារទី1ណាអូខេឥឡូវខ្ញុំរៀបរាប់ចូលទូសក្តីឬក៏បងត្រូវកែផ្ដាំសក្តីទៅបងផ្ដាំបងអីផ្ដាំទៅបងហ្នឹងអ្នកហ្នឹងជាមិត្តភក្តិរបស់ខ្ញុំឯងភ័ក្រស្រឡាញ់គេថាវាស្រឡាញ់យើងចឹងណាយើងកាលនោះយកទៅដឹងថាយើងជាអៀបកតអត់ដឹងថាយើងជាបឋមឬថាអត់ដឹងថាយើងស្រឡាញ់ពុទ្ធសាសនាទេតែស្អីជាទឹកតែកំមុំអូហើយពេលហ្នឹងគាត់ទៅមកពីភ្នំពេញអ្នកនៅខេត្តម្នាក់មកភូមិមួយគ្នាចឹងណាគាត់ផាច់ជាអ្នកបាត់ហ្នឹងហើយតែគាត់លាក់មកដល់ពេលមកគាត់មកវិញហ្នឹងគាត់ដែលយើងទៅដើរលេងហ្នឹងណាអាកាលនោះយកតន់ចិត្តស្រឡាញ់អីទេដែលដើរលេងទៅគេធ្វើ concert តាមភូមិហ្នឹងហើយអូកាលនោះអ្នកភូមិអីហូហាយទៅខេត្តទៅមួយគាត់ចឹងតែគាត់ដែលយើងទៅចឹងណាកាលនោះយើងស្អាតដែរយើងមិនមែនចឹងក្រក់ណាស់លើកាលនោះគាត់ដែលយើងចឹងទៅលេងមួយគាត់ហាក់ដូចថាគាត់ដូចអារម្មណ៍យើងអារម្មណ៍តែគាត់ជាមិត្តភក្តិរបស់យើងណាចាប់អារម្មណ៍យើងមកហើយដល់ពេលនេះដល់វេនយកចឹងទៅវិញខ្ទង់ម៉ោង11 12ទៅវិញចឹងគាត់ទៅសុខចិត្តថាចង់គេងខេត្តយើងក៏អូខេគេថាគាត់ជាមិត្តភក្តិដល់ពេលគេហ្នឹងណាអូខ្ញុំទៅសាំងខ្លួនឯងខ្លះដល់ពេលគេហ្នឹងខ្ញុំឆ្ងល់គេគាត់យកចែលអីចែលផ្លែលោក គេខិនមែនផ្លែចេកចេកមែនអូខ្ញុំមកទឹកហើយខ្ញុំលុកមកហើយចង់សក់
ខ្ញុំស្មានតែចាស់លាបមកក៏ខំដាក់មកអាមដៃមកលាបមកដល់ពេលលាបគាត់ឃើញគាត់អត់និយាយគាត់សើវាចង្កេះគាត់សើចេះតែអញ្ចឹងអូនមានណា យើងពេលនឹង version មែន អត់ version មែនពេលនឹងវាថានៅសិន nó sến អូយ តដឹងអីតទាំងស្វាអត់ទាំងអល់ទេណាដល់ពេលយកលាបមកហើយគាត់ក៏អូខេគាត់តែមួយទឹកហើយគាត់ធ្វើអីគាត់បិទភ្លើងយើងក៏យើងក៏និយាយថាចេះបិទភ្លើងយើងក៏សងប់ទេតែគាត់យើងលាបអីហាធ្វើអីហ្នឹងអត់ដឹងមិនពេលនោះអារម្មណ៍ខ្ញុំដឹងមិនទេណាដូចទៅសណ្ដំអីចឹងហ្មងគាត់ឲ្យខ្ញុំដោះអាវខ្ញុំក៏ដោះអូ my ខ្ញុំក៏ដោះអាវហើយដល់ពេលមកស្ទុះសងប់ទេផាជាមិនទេគាត់ក៏នៅពេលលើយើងហ្មងគាត់និយាយមកខ្ញុំស្រឡាញ់យើងអត់អាចធ្វើជាមិត្តភក្តិបានទេបដូរពីមិត្តមកស្រឡាញ់ខ្ញុំនឹងស្លើចិត្តថាឈួតមែនហើយឈួតចេមែនណាវាថាអត់ទេយើងមកថខ្ញុំថប់វាប្រាប់ចឹងហ្មងថាឯងមិនបឋមស្អីអត់ដឹងថាថប់បឋមស្អីទេកុំញញ៉ៃដល់ពេលហ្នឹងវាយើងក៏និយាយស្រួលគ្នាអូខេនិយាយចុះនិយាយថាទៅក៏និយាយអីប្រាប់រៀបរត់តែគាត់ស្រឡាញ់យើងអីចឹងយើងក៏គិតចឹងយើងគិតថាមានអញ្ចឹងដែរមែនគាត់ថាអ្នកអំពេញក៏ប្រកាន់អញ្ចឹងឯងអ្នកអំពេញមិត្តភក្តិក៏អាស្រ័យគ្នាបានគាត់យកអាលក្ខណៈចិត្តអំពេញមកនិយាយមួយគ្នាស្រែយើងក៏អូខេពេលហ្នឹងក៏ព្រមឲ្យគាត់ទៅអញ្ចឹងទៅបានមួយគ្នាបងទៅយប់ដឹងក៏មើលចិត្តគ្នាស្រឡាញ់គ្នាបាន3ដងមកយប់បាទទេចា3ថ្ងៃជប់គ្នាយីមែនណាដល់ពេលហ្នឹងហើយគាត់ប្រទះខ្ញុំរាល់ថ្ងៃដល់ពេលនេះគាត់ខកដល់ថាទិញផ្លែឈើទីផ្គប់ចិត្តម៉ាក់ខ្ញុំអីចឹងណាតែតែគាត់នេះម៉ាក់ខ្ញុំហៅគាត់ជាប្អូនណាមីអូនចឹងណាហៅអូនមិត្តភក្តិដូចកូនចឹងប្រកបចិត្តសួរខ្ញុំរហូតលេនៅណាអីចឹងនៅបន្ទប់កូនមកលេងមែនបាទមែនទេណាចូលក្នុងបាក់ចាក់សាចាក់អោបយើងហ្មងហៅអីចឹងហើយ first ឈឺខ្លាំងហ្នឹងនិយាយមែនអត់បងប្រសាទដល់បងឈឺអូយឈឺចង់ថាអាយុទី1ហ្នឹងគឺចាប់ដើមហ្មងឈឺណាខ្ញុំស្រែកមិនស្រែកអត់ទេអូយឈឺបងមែនអត់ហ្នឹងហើយចម៉ាតោចិញ្ចៀមប៉ុន្តែមានបានប្រើស្រោមក៏ដាក់សដាក់ព្រោះខាងប្រុសហ្នឹងគេយកទាំងចែលយកទាំងស្រោមមកហើយចឹងដូចដឹងខែម៉ូនចឹងអាចយកអត់ដឹងគេដាក់តែគេដាក់តែយកដឹងអីសក់ពេលនេះបាន3ដងថាយើងចាប់ដំណែចង់បានសង្សារដល់ថាចេះបាត់ភ័ក្រស្អីអត់កើតអត់ពេញចិត្តខ្ញុំហេតុឲ្យគាត់មកទឹកទៅហើយឲ្យគាត់មកទឹកធម្មតាដល់ពេលនេះគាត់ទៅដើរលេងគាត់ទៅដើរលេងទៅនេះហួសខេតខ្ញុំបន្តិចទៅដូចស្ទឹងថែងទឹកតែកចាញគេហ្នឹងទៅបាត់ភ័ក្រគាត់ម្នាក់ទៀតហ្នឹងណាមិនបាត់ភ័ក្រតែស្គាល់គ្នាមាន family គ្នាមិនសង្សារមិត្តភ័ក្រខ្ញុំហ្នឹងទៅដល់ពេលគាត់sur Facebook ខ្ញុំក៏ឲ្យគេឲ្យទៅបានមកទឹកក្រោយម្នាក់ហ្នឹងឆាប់មួយថ្ងៃខ្ញុំមកហើយគាត់ហ្នឹងហើយប្រូលីអីចឹងណាមកទឹកបានគាត់ដេតជប់ខ្ញុំសុំឆ្លាញ់ចឹងណាខ្ញុំក៏ព្រមធ្វើសង្សារគាត់ទៅដល់ពេលជប់មុខគ្នាហ្នឹងគាត់មកផ្ទះខ្ញុំមកផ្ទះតែថាមករៀងពេលល្ងាចចឹងទៅយកខ្ញុំទៅលេងខេត្តទៅលេងខេត្តពេលគាត់ថាអញ្ចឹងថាមានកន្លែងដេកទេបងដេកផ្ទះវិញដល់ពេលអត់អីដេកផ្ទះបងចាអរកូនផ្ទះសំណាក់ប៉ុណ្ណាណីចូលផ្ទះសំណាក់រស្មីហងមាសចំកាក់ខ្ញុំឡើងចឹងខ្ញុំថាអត់អីគាត់ថាកាត់អីមែនអត់ទេទស្សនៈបានចូលទៅអីថាសួរថាអញ្ចឹងសួរថាបងមិនគេចូលចិត្តអសោចូលទស្សនៈម៉ែគាត់និយាយ innocent ហ្មងគាត់និយាយថាចេះគេមកដេកធម្មតាដូចតែចាក់សួរវាអត់ញ៉ៃយើងក៏អូខេតាមហ្នឹងយកទៅដឹងអីកាលហ្នឹងអូខេក៏ចូលទៅចាបានផាច់ដេកហើយមួយទៅហើយលេងហើយឃើញដល់គាត់ដល់មួយទៀតអាហូបចាំងដែរផ្លែដូចជាផ្លែអាស្តុបបូរីអូយមុនចេកដូចស្តុបបូរីហើយមានសមួយទៀតលើហ្នឹងឆ្ងល់បងដាក់នឹងមកធ្វើអីអត់ទេបងដកទុកតាបងមានធ្វើអីចាប៉ខ្វាក់គាត់ថាអូនស្រួលខ្ញុំដឹងថាអ្នកខ្លះគាត់អញ្ចឹងគាត់ស្រួលអត់ទេតែខ្ញុំអត់ទេចាស់ឈឺអត់មានតែពាក្យថាស្រួលអត់ទេប៉ុន្តែក្រោយមកមិនដែរក្រោយមកក៏ស្រឡាញ់គ្នាហ្មងស្រឡាញ់គ្នាតែពេលថាខ្ញុំឆាក់ណៃចិត្តដែរថាអត់ដូចតែធ្វើអីជា web ក៏អត់ដល់ចិត្តស្រឡាញ់ទេបានយល់អត់ដល់ចិត្តស្រឡាញ់ទេបានផាច់ខ្ញុំអ្វីដូចគាត់ជឿកន្លះខែអញ្ចឹងគាត់តាមរហូតដល់ផ្ទះហ្មងតាមដល់ផ្ទះហ្មងណាតាមនិយាយយើងសុំឆ្លាញ់យើងចេះខ្ញុំក៏បថុយទៅថាអូខេក៏ដាក់ចិត្តលើគាត់ទៅក្បាច់ថាយើងអីចឹងហ្នឹងហើយស្ដាច់ចិត្តមើលថាវាត្រូវអត់មានអីដាក់ចិត្តក៏ស្រឡាញ់យើងមែន
ចំណុចគាត់មានច្រើនល្អស្រាញ់គ្នាហ្នឹងណាអូជូចត់ច្រើនណាបងតែឯម៉ាក់គាត់ស្អប់ខ្ទយ មែន មកគាត់អត់ពេញចិត្តប្រុសឯងបាច់គាត់ចង់ឲ្យគាត់យកសុភពន្ធយកស្រី តែគាត់ប្រាប់ម៉ាក់គាត់ហ៎ អត់លាក់មកសាហាវលាក់ណាស់ពេលទៅលេងទៅគាត់ថាមិត្តភក្តិអាយើងលើចឹងយើងអួលដែរស្រាញ់គ្នាតែអ៊ុនទៅមិត្តភក្តិយើងក៏យកពីគាត់ដែរអូខេអត់អីទេអូខេដល់ពេលថាស្រាញ់គ្នារយៈពេលចូល2ឆ្នាំហ្នឹងណាអាចចូល2ឆ្នាំហ្នឹងគ្រួសារសងខាងក៏ទទួលស្គាល់អស់ហើយទទួលស្គាល់ហើយអូយមានតែអាម្បាច់មីងគាត់ម្បាច់អីអ្នកជិតខាងម្បាច់មានទាំងអស់មានទាំងអស់ជួចតែគាត់តស៊ូគាត់ស្រឡាញ់យើងមកទាំងយប់មកទាំងកាត់ទាំងព្រានហើយគាត់ទៅចេញពីផ្ទះទៀតនៅមួយខែ ប៉ុន្តែពេលហ្នឹងម៉ាក់ប៉ាដឹងទាំងសងខាងហើយទៅអត់តដឹងណា ម៉ាក់ប៉ាគាត់ដុំទៅបន្តគាត់ថាស្លាញ់ប្រុសហ៎ដឹងគាត់ចេញពីផ្ទះគាត់ក៏ចេញនៅអត់មានអីណាមានតែក្អាមកកាផ្លេណានឹងដូចទូរស័ព្ទបាននៅផ្ទះខ្ញុំ តែម៉ាក់ឲ្យនៅដែរ ម៉ាក់ឲ្យម៉ាក់គាត់ដឹងថាគាត់ដឹងថាចែគាត់ដឹងហ្មងគាត់ដឹងពីឆ្នាំហើយគាត់ដឹងហ្មងគាត់ដឹងណាគាត់ដឹងគាត់ថាចែគាត់ដឹងថាខ្ញុំផាជាមែនព្រោះគាត់ដឹងថាយើងមិន BLGT គាត់ដឹងដល់ពេលនិយាយមែនបងអានជារឿងដំបងអីចឹងម៉ាក់គាត់សែនខ្ញុំគាត់ស្អប់ដែរចូលចិត្តទេស្អប់តែពេលខ្ញុំនិយាយក្រោយទៀតហ្នឹងហើយដល់ពេលហ្នឹងណាម៉ាក់តែគាត់តោះយើងខ្ទើយទេគាត់ដឹងថាយើង ស្រាញ់ភេទដូចគ្នាអីចឹងទេ តដឹងទេដល់ពេលនេះហើយក៏អូខេនៅតែខ្ញុំមួយខែគាត់ដូចថាដូចប្តីអញ្ចឹងដាំបាយលេងចានធ្វើម្ហូបតិចខែមកបោកអាវខ្ញុំមកស្អាតមែនបងដល់ពេលនេះក៏អ្នកតែគាត់ទេឲ្យគាត់ទៅវិញគាត់ក៏ទៅវិញទៅដល់ពេលគាត់ទៅវិញទៅម៉ាក់ប៉ាគាត់និយាយថាចេះបើស្រឡាញ់គ្នាក៏ស្រឡាញ់ចោះតែគាត់ទៅទីប្រទេសប្រាប់ម៉ាក់ត្រង់អញ្ចឹងទៅខ្ញុំក៏ទៅតែគាត់សំពះម៉ាក់ប៉ាគាត់អញ្ចឹងទៅក៏ទទួលស្គាល់បាន3ឆ្នាំអើវឹកបាន3ឆ្នាំបងដឹងមកយត់អើវឹកបាន3ឆ្នាំហ្នឹងណាអ្នកសងខាងហ្នឹងណាខាងគាត់ដឹងថាខ្ញុំមិនតែខាងម៉ាក់ខ្ញុំអត់ដឹងថាខ្ញុំជាខ្ទើយទេគាត់ដឹងតែថាយើងជាប្រុសស្រីប្រុសធម្មតាដឹងតែខ្ទើយអញ្ចឹងអត់ដឹងណាតែពេលដឹងអក្រក់អត់ណាប៉ាខ្ញុំទៅចាំនិយាយពេលនេះសមអាទិត្យទៀតបងជួចចាត់ខ្លាំងខ្ញុំឈឺហ្មងសមអាទិត្យទៀតណាពួកខ្ញុំត្រូវពាក់អញ្ជាណាជាប់ហ្មង ចុះពាក្យយកហ្មង ដល់ពេលខ្ញុំឆ្ងល់ចេះគាត់លេខកម្មវិធី Blue តើណាគេ គាត់មានកម្មវិធីហ្នឹងហ៎ មកតែហើយតែទៅពីដឹងទេឬក៏ ទៅតែដឹង 3ឆ្នាំ ទៅតែដឹងមកតែបាញ់គិតមើលខ្ញុំទៅដឹងមកតែមុនខ្ញុំគាត់ដើរទៅចាប់អារម្មណ៍តែអត់ចាប់អារម្មណ៍ណាកម្មវិធីអីគេ Blue ខ្ញុំក៏ដើរសាក់ដើរទុកមើលប្រុស គាត់ឆាតឃើញអីហ្នឹង ខ្ញុំអត់ឆែកមើល អត់ឆែកមើល តែខ្ញុំឆ្លាតដែរខ្ញុំ down Stanley អា Stanley គេទោះទៅលេងខ្ញុំ ហ្នឹង down Stanley ចុះមើល Stanley ខ្ញុំដាក់លេខទូរស័ព្ទដឹងមកយត់បងតើណាក៏ខ្ញុំដឹងដែរតែយប់ហ្នឹងដូចមានរឿងអីមួយគ្នាគាត់ទាស់សម្ដីគ្នាតិចតួចខំខ្ញុំអត់លើកខ្ញុំមួយទឹកខ្ញុំក្រាស់ស្បែកចឹងណាខំមកខ្ញុំដាក់មិនថាអត់អីអូនមកយកគ្រប់យ៉ាងយើងតខលទៅវិញអីចឹងខលទៅវិញចឹងទៅយើងចាប់ដាំអត់អីទេមើល Stanley គាត់នៅផ្ទះធម្មតាអូខេមកស្ទូក្រោយយើងទេទៅឆាត់តអត់លើកទេបិទនិយាយទៅបិទដាក់ silent ចឹងណាគេ ignore យើងយប់ ហើយយើងក៏មើលសនីទៀតឃើញតែអីសនីដូចចេញពីផ្ទះហើយចេញពីផ្ទះម្ដងទីនេះឃើញគាត់ទៅប៉ែតម៉ោង 1:12 តើណាបងទៅប៉ែតណាទៅប៉ែតខ្ញុំទេហ្មងទេអត់លើកហ្មងឆាប់ឡើងច្រើនណាបងឡើងច្រើនហ្មងអត់លើកអត់តបទេមកស្ទុកទៅប៉ែតហើយបានប្រហែលជា10 នាទីចូលជីគាត់ទៅផ្ទះទៅផ្ទះសំណាក់ទៅដំណើរសម្បត្តិ អត់ធ្លាប់ទៅមួយគ្នា ទៅស្រាប់ផ្សេងទៅតែសម្បត្តិខ្ញុំមើលទៅស្រាប់ទៅអីចូលខ្ញុំមើលដល់10 នាទី5 នាទីហើយខ្ញុំទេទៅមិនទុកឲ្យគាត់ទៅគាត់ទៅធ្វើអីពេលមានការចឹងហ្នឹងហើយទេអត់ទេអត់ចូលទេរវល់មានណាទៅមែនច្បាស់ហ្មងទិញម៉ូតូវក់មក12 10យប់ឡើងខេត្តមិត្តភក្តិខ្ញុំមិនទៅមិត្តភក្តិខ្ញុំសិននៅខេត្តទេពេលនៅរៀនមិត្តភក្តិហេតុគាត់ទៅស្នាក់នៅទៀតមើលថាស្គាល់ចាំខ្ញុំមកទៅស្នាក់នៅធ្វើចូលទៀតហើយមួយទៀតហ្នឹងវាខ្ញុំទៅដល់ហ្នឹងវានិយាយសរសើរថ្ងៃលេខកម្មវិធី Blue អាចដឹងអាចប្រាប់ឯងវានិយាយប្រាប់ខ្ញុំចឹងណាវិញ្ញាណខ្ញុំវាថាថ្ងៃច្បាស់ហើយផុសថ្ងៃមានផុសហើយវានិយាយវិញ្ញាណវាលេខកម្មវិធីនៅវាដឹងហ្នឹងហើយថាអាចដឹងតែប្រាប់ឯងអញចង់ដឹងថាវាអត់មែនអត់ fact គឺវាខ្លាំងមកវានិយាយដល់ហ្នឹងចូលទស្សនាសួរអីមានតែគេចូលទស្សនាអត់ទីសុំមើលនៅអមទៅលេខ4សុំសារបានអត់គិតជាថាគិតគាត់មកពីអ្នកដល់វាបាត់ពេញវានិយាយថាចេះមែនគេឬក៏ចិត្តយើងមែនទេ
ហើយជាអ្នកដតី ហ្នឹងហើយហ្នឹង បំភ័យគេអត់ធ្វើអញ្ចឹងឯងសង្សារបានឆ្នាំគេអត់ធ្វើចិត្តអាហារខ្ញុំក៏អូខេចិត្តតិចតិចមិនដល់ទ្វារណាសំបានអូខ្មាទោះមុខកុំមែនគេទៅចោះ how of words ចូលមកបងដឹកម៉ូតូគាត់ច្បាស់ហើយស្គាល់បែបស្គាល់ទេស្គាល់ច្បាស់ហ្មងបាត់ទ្វីតិចបន្ថែមចាប់បាក់ភ្លើង6នាក់ភ័ក្រខ្ញុំ 6នាក់ មកមើលបើកភ្លាមបងអត់ភ្លើងគិនហ្នឹងហ៎បើកទ្វីប្រាក់ហ្នឹង អឺ កំពុងតានេះមែន បងធ្វើគ្នាតែតែគាត់មួយយើងគាត់ជាប្តីតែមួយគេគាត់ជាប្រពន្ធ really ខ្ញុំដល់ផ្អែបទ្វីដល់ដួលចេះ អូម៉ា ប្រធាក់ខ្ញុំវានិយាយឃើញតែថាវានឹងហើយអត់ខុសទេវានឹងហើយឃើញវាបងគ្នានិយាយចឹងខ្ញុំឡើងខ្ញុំយំផងមនុស្សលួងផងអេម៉ត់សម្រួលអារម្មណ៍ស្រួលខ្ញុំឡើងញ័រដៃបងដល់ញ័រខ្ញុំឃើញច្បាស់កន្លែងចឹងថាមិនគួរណាចង់ក្រោយដោយសារអញ្ចឹងបែកគ្នាខ្ញុំនិយាយមែនអ្នកផ្ទះគាត់ណាអត់មានតែគេ follow គាត់ទេខែគាត់ចេះស្ដីគាត់មកមានអ្នកច្បាស់លោហើយមិនយកទៅអានអ្នកមកផ្លែស្បែកពេលអញ្ចឹងណាខ្ញុំសួរគាត់តែម៉ាត់ទេសួរថាអូដូចជាសួរចុងក្រោយដែរបែងស្គាល់គ្នាតាមណាអត់ទៅប្រាប់ថងណាអាមួយតួថប់តួប្រុសហ្នឹងណាគាត់មាន fan មកខ្ញុំយល់អត់មាន fan ណាបិទមុខឡើងលឿនទុកតាក់ដល់ពេលគាត់ពងអង្គុយនិយាយទៅមុខខ្ញុំបងឯងស្គាល់គ្នាតាមណាចឹងខ្ញុំតអង្គុយឡើងតអង្គុយផ្អែអីតអង្គុយផ្អែគាត់អញ្ចឹងទៅអើថាបងស្គាល់គ្នាតាមណាចឹងទៅតែភ្លេចយើងប៉ុន្តែស្រក់តបងយល់អត់តគាត់ថាស្គាល់តាមបលូបើខ្ញុំទីនោះមិនងាយហីមកទឹកលើយើងក៏អូខេបងយើងចែកផ្លូវគ្នាយំ ចិត្តដាច់មកមែន បងអត់ចិត្តដាច់ខ្ញុំយំអត់ចិត្តដាច់ខ្ញុំយំគិតថាមិនគួរណាប្តីខ្ញុំអញ្ចឹងហើយតាក់ទងគ្នានឹង3ឆ្នាំចុងក្រោយអញ្ចឹងខ្ញុំដើរចេញពីហ្នឹងមាត់ភ័ក្រខ្ញុំឡើងវាស្លើចិត្តណាវាឡើងចង់យំតាមខ្ញុំឡើងខ្ញុំដើរឡើងយំមកបងយំដល់ពេលខ្ញុំជិះម៉ូតូទាំងយប់ហ្មងជិះម៉ូតូមាត់ភ័ក្រខ្ញុំវាដប់ខ្ញុំអីខ្ញុំជិះទៅថាខ្លាចខ្ញុំទៅអីចឹងណាដប់ខ្ញុំដល់ផ្ទះអ្នកដែលញ៉ាញ់ហ្នឹងណាទៅនៅតែខ្ញុំមកខែតែមើលខ្ញុំក៏ទៅដល់ផ្ទះព្រាបអត់ដឹងមកចត់យំហ្មងទាំងយប់ម៉ោង1បិទទ្វារចាក់សាបន្ទុកខ្លួនឯងយំថាអញគិតមើលខ្ញុំ47គីឡូស្រក់សល់40អី57ណា57ស្រក់អស់សល់46 45ហ្នឹងស្រក់ឡើងតែថាមនុស្សត្រប់ស្បែកឆ្អឹងឡើងទៅវើយបើគិតមកខែញ៉ាំបាយមកជាឆ្អែតហ្មងពីច្រើនយំដល់ថ្នាក់អ្នកដល់ថ្នាក់នេះមាត់ពេញរៀបរាប់ប្រាប់ម៉ាក់ខ្ញុំនិយាយថាដៃគោខ្ញុំវាមិនចឹងណាម៉ាក់ខ្ញុំខឹងហ្មងបានមកទឹកក្រោយម្នាក់ហ្នឹងមកផ្ទះខ្ញុំមកសុំត្រូវអីចឹងម៉ាក់ខ្ញុំស្រែកពីចង្អាតឲ្យចូលផ្ទះហីដេញចេញដេញហ្មងដេញចេញថាអត់ឲ្យមកធ្វើអីរណាគេអត់មានគេសាកុំអញ្ចឹងណាដល់ពេលហ្នឹងគាត់មកទឹកចប់គ្នាមកទឹកចប់គ្នាណាអត់ទទួលស្គាល់ទៀតសុំបងមិនអត់ដែរខ្ញុំចិត្តដាច់តែម៉ាក់ខ្ញុំគាត់ចិត្តដាច់គាត់ខឹងនឹងដែរដល់ពេលមកនេះមកស្គមខ្លាំងហ៎បងអីក៏អត់ញ៉ាំដែរឡើយថាមនុស្សដូចដង្ហើមចុងក្រោយអ្នកភូមិថាខ្ញុំចុងក្រោយហើយបងណាមិនភ័យមិនខ្លាចបងអ្នកกินផ្ទះខ្ញុំយំមិនពី10ថ្ងៃពី10យប់មួយខ្ញុំយំអញ្ចឹងឲ្យតែកណ្ដាលយប់យំហ្មងដឹងមកជាបងឆ្ងល់ដែរតាតែថាយើងចង់ទៅឬយើងចង់ទៅបងលើវើហើយចង់ទៅយំមកឆ្អែតគឺទៅអញ្ចឹងណាបាទខាងខ្ញុំដឹងតែខាងខ្ញុំគេនិយាយថាមុនងប់គេត្រូវមកឆ្អែតអញ្ចឹងណាអូខាងនោះខាងខ្ញុំដូចបាទខាងខ្ញុំដឹងហើយបាទខាងតំពួនច្រើនអ្នកដែលយំពីកណ្ដាលយប់អញ្ចឹងណាមួយខែបងគិតមើលមួយខែគឺ20ថ្ងៃជាប់គ្នារាល់យប់ខ្ញុំតែពេលយប់ឯងម៉ោង2 10គឺយំហ្មងដឹងមិនខ្ញុំយំមែនយំថាអត់អញ្ចឹងណាយំថាអូល្វើយរបៀបផត់ថប់អញ្ចឹងម៉ាក់ខ្ញុំគាត់ភ័យអាយុចុងក្រោយហ្នឹងគាត់ភ័យគាត់ស្វែងតែខ្ញុំទៅបាត់ហើយគាត់កូតទ្វាកូនអត់មានតាណាណាកំកាត់អីលីកាត់អីកូនកាត់អីអត់មានតាណាចាំមកអីចឹងណាខ្ញុំក៏ដង្ហើមយ៉ាងអស់និយាយអស់ហ្មងណាអស់យកមកផុតធំយកចឹងចាញ់ណាបងអត់ចឹងចាញ់តែយើងខំនិយាយថាដេកហើយបែបល្វើយកម្លាំងខ្លាំងដូចចង់ទៅអាយុស្អែកបងដឹងមិនអាយុស្អែកហ្នឹងខ្ញុំរត់ទៅមែនតែនហ្មងម៉ែដូចសារប្រុសហ្នឹងក៏មកខ្ញុំដឹងដែរចាំខ្ញុំមកដឹងតែខ្ញុំ
អស់ធំហ្នឹងឬក៏ទៅមកទៀតតែណាខាងខ្ញុំគាត់ថាខ្ញុំចិត្តអស់ហើយគេថាខ្ញុំអស់ធំហ្នឹងហើយតែណាគ្រូមកមើលមើលថាខ្ញុំអស់យប់ហ្នឹងហើយយប់ហ្នឹងថ្ងៃស្អីថ្ងៃហ្នឹងគាត់និយាយទាំងថ្ងៃខ្ញុំលឺថាជាថ្ងៃហ្នឹងមែនដូចគាត់និយាយមែនល្វើយបងឡើងល្វើយแล้วអត់ទីបាយគាត់មើលបាយដាក់នឹងស្អុយបងពេញបន្ទប់អត់ស៊ីអត់ញ៉ាំទេអត់នឹងស្អុយមកដូចថាធ្វើលឺងាប់ដូចតែយើងនៅមួយខ្មៅអញ្ចឹងស្អុយហ្មងដល់ពេលខ្ញុំនិយាយឆ្ងល់ថាចាក់ដល់ពេលហ្នឹងខ្ញុំអត់ដឹងថាខ្ញុំនិយាយមួយណាគេណានិយាយដូចនិយាយម្នាក់អាចបិទភ្នែកនិយាយដូចអ្នកគេមកនិយាយមកយើងអញ្ចឹងល្វើយដល់ពេលយើងចិត្តបិទភ្នែកហ្នឹងចិត្តទៅមែនតែនបងពេលយប់ចិត្តទៅមែនតែនចិត្តទៅដែលថាចិត្តផុតហ្មងមកស្ទុកឃើញណាគេម្នាក់ផុតនៅមុខយើងឡើងធំហ្មងនិយាយភាសាខ្ញុំថាអញ្ចឹងឯពេជ្រណាំបោអូនណាំភាសាខ្មែរថាចង់ទៅក៏ឬក៏មិនចង់ទៅអូយើងឆ្លើយភាសាយើងថាអញ្ចឹងអញណាំប្រចាំខ្មែរគេថាតាណាគេថាអញ្ចឹងឯណាំកែអូទីពើផ្អាឡអូណាំគឺណាំហងគេថាទៅគឺទៅឲ្យផុតទៅមិនអាចមកវិញបានទេខ្ញុំភ្ញាក់ព្រើតឆ្វាងចេះតែដូចមានតែគេមកស្ដាប់យើងស្វាងចេះបងស្វាងភ្លឺហ្មងដូចមាន power មកពីណាអញ្ចឹងណាខ្ញុំប្រាប់ម៉ាក់ខ្ញុំគាត់ថាអញ្ចឹងអាហ្នឹងគេថាអ្នកចាប់គេថាមិនយមរិកដូចខ្មែរគេថាយមរិកហ្នឹងឯងមកតពុនគេថាអ្នកមកយកព្រលឹងខ្មោចខ្មោចភូមិអញ្ចឹងគេមកយកយើងទៅអញ្ចឹងណាហ្នឹងហើយយើងទៅដល់ពេលម៉ាក់ខ្ញុំនិយាយថាអូអញ្ចឹងណាគាត់និយាយថារូបរាងមិនខ្ញុំក៏និយាយតែដំណើរទៅមុខឡើងធំហើយមាត់ឡើងថ្មិញវៃអញ្ចឹងណានិយាយទៅរៀបឃើញតែធំនេះហេតែនេះខ្មៅដូចមានផ្សែងអីចឹងណាហើយគាត់មានស្នែដូចស្នែងក្របីអ៊ីវែងតែមានដូចអត់មានកាន់អីទេតែមានឆ្កែឆ្វេងស្ដាំឆ្កែនៅក្បាលដូចក្បាលពី3ច្រើនណាខ្ញុំនិយាយប្រាប់ខ្ញុំគាត់ថាចេះអាហ្នឹងអ្នកខ្មាច់ភូមិព្រីអញ្ចឹងណាមកយកទៅនៅដល់ពេលវឹកនោះខ្ញុំថាខ្ញុំមាន power ម៉ាក់ខ្ញុំនិយាយថាចេះបើសិនជាកូនស្រឡាញ់ម៉ែកូនកុំធ្វើអញ្ចឹងហ្នឹងហើយសម្រាប់យើងមានដល់ពេលខ្ញុំលឺថាចេះអ្នកផ្ទះគាត់ថាចេះគាត់ជួយលើកទឹកចិត្តខ្ញុំណាបែកមួយយកមួយខ្ញុំនិយាយចឹងមកកុំខ្វល់កូន my follow កូនខ្ញុំក៏ដូចមាន power ដូចកក់ក្ដៅចាំមកវិញហ្នឹងហើយដល់ពេលនោះចាប់ដើមអត់ចេះអារម្មណ៍ថា clean បងមួយថ្ងៃហ្នឹងញ៉ាំបាយ 4-5 ដងអត់ឆ្អែតដល់ clean ញ៉ាំខ្ញុំឃើញនឹងសុបាយចិត្តគាត់អូយគាត់ខ្ញុំចេះញ៉ាំបាយហើយគាត់ថាយេគាត់ចេះញ៉ាំបាយចឹងណាសុបាយចិត្តអូខេញ៉ាំចូលរយៈទេប្រហែលជាមួយខែអីក្រោយមានសាច់តិចតួចចឹងទៅយើងក៏ចេញទៅផ្ទះបានគេសួរអាកាត់អីចឹងទៅយើងចង់ផ្លេចរឿងហ្នឹងណាចង់ផ្លេចដល់ពេលយើងបាយពីម្នាក់ហ្នឹងចូលលក្ខណៈថាយើងរៀនលំអើផលលំអើអំណាចផលដែរបាយពីម្នាក់ហ្នឹងណាយើងមកនៅភ្នំពេញហ្មងបាយភ្លាមយើងមកនៅភ្នំពេញភ្លាមនៅមួយចាយខ្ញុំធ្វើការនៅភ្នំពេញខ្ញុំបានខ្ញុំចេះស្គាល់ក្នុងវិស័យ fashion model designer អីឃើញ page fashion ភ្នំពេញគេផលលើដំបងមកអស់ casting នៅថៃម្ខាងនៅគេថៃម្ខាងហ្នឹងទៅអត់ជាប់ទេដល់ពេលនេះក៏តាមដាន account model យើងឆ្លាញ់ដែរហ្នឹងហើយតាមដានយូរទៅក៏ casting អញ្ចឹងតស៊ូរយៈពេល1ឆ្នាំហ្នឹងចូលឆ្នាំក្រោយបានយើងជាប់ដល់ fashion គេស្គាល់គេយកស្លេចយកយើងមកដើរគឺស្លេចយើងជា fashion designer ឬក៏ walk model walk model ដល់ពេលfashion ចាំក្រោយទៀតដល់ពេលយើងដើរ casting 1ឆ្នាំអត់ជាប់ទេណាអត់ដែរជាប់ហ្មងចូលឆ្នាំទី2ឆ្នាំក្រោយមាន fashion ទៀត casting ចឹងណាចូលគាត់ដើរចូលភ្លាម casting ជាប់ហ្មងជាប់គ្រប់កម្មវិធីដូចគេស្គាល់យើងចឹងណានិយាយថា ID TikTok ចឹងបំដែរខ្ញុំជិតលេងបែប fashion model ខ្ញុំគេតែចេះអាមួយហ្នឹងវាអាចបរិញ្ញាខ្ញុំស្រីអស់ខ្លះដែរបែរជាវាអាចតស៊ូឲ្យខ្ញុំស្រឡាញ់អញ្ចឹងណាតែពេលហ្នឹងលេងចាប់បានស្នេហាហ្មងញៀននឹងដើរ fashion ញៀននឹងផាត់មុខ career វាថាមុខរបស់យើង Yes career ហើយកាលហ្នឹងថាអូយ fashion គេមកយើងច្រើនដល់គេនេះចកេះអីចេះលេងខ្លួន fashion អូយញាក់ណាគេឃើញបែប drag queen ណាអូ perform តែ queen ដែរខ្ញុំ perform ឆ្នាំហ្នឹងតាថ្ងៃហ្នឹងខ្ញុំទៅ show នៅ Blue Cherry តាមកមួយខ្ញុំទៅសមយប់ហ្នឹងខ្ញុំទៅជំនុំវគ្គទី1ទៅមើលអត់ Really ទៅមើលដល់ពេលហ្នឹងខ្ញុំស្រឡាញ់អូយកម្មវិធី fashion គួរឲ្យចាប់អារម្មណ៍អីចឹងដល់ពេលហ្នឹងអូយយ៉ាមែនបានពាក់ដល់លើឆាកខ្មើតហ្មងដាក់បាត់ភ្លេចគេឌឹបយើងដល់វគ្គយើងសិនលេង6គេឲ្យយើងដើរមកដើរហើយម៉ែក៏ជាតិដើរឡើងអូយឡើងមានអារម្មណ៍ថាយើងជា queen ដើរឡើងជាតិហ្មងលឿនច្រើនមើលយើងសប្បាយចិត្តដើរចេញមក fashion ចេញមកលេងច្បាស់ស្នេហាភ្លាមដល់ពេលហ្នឹងខ្ញុំជោគជ័យរឿងនឹងមួយដែរ fashion ហើយក្នុងវិស័យ fashion ហ្នឹងខ្ញុំបានសញ្ញាបត្រ2
ហើយមានដៃមួយដែរពីក្រុមហ៊ុន CBC ភ្នំពេញអញ្ចឹងណាហើយកាលនោះក៏ប្រលួយបានច្រើនដែរអើយមែនបងក៏ប្រលួយបានច្រើនដែរដើមសុំបាន100 150ទៅ100 200ដែរអញ្ចឹងណាយើងសំដូចជាមួយខែហ្នឹងយើងមាន event មែន4 5ក្នុង event មួយហ្នឹងយើងថតបាន spot ដូចជាបាន100 200អញ្ចឹងយើងសំដូចជាមួយទឹកសំបានឃើញបានឃើញ3 400ដែរអញ្ចឹងលើប្រាក់ខែធ្វើដែរវាច្រើនខ្ញុំចាំតែលុយ fashion អត់ចាំលុយប្រាក់ខែទេប្រាក់ខែអត់អាចទៀងទេអញ្ចឹងណា casting ឡើងណាក៏ដោយមិនថាកម្មវិធីទៅកម្មវិធី Tom Miss Queen អីណាក៏ដោយខ្ញុំចូលទាំងអស់ដោយសារគេអ្នកខ្លះថាយើងថ្នាក់យើងប៉ុណ្ណឹងចូលទៅអីខ្មាស់គេអត់ទេអត់គិតខ្ញុំចូលដោយសារគេខ្ញុំ support ខ្លួនឯងចូលឲ្យគេស្គាល់ខ្ញុំកាន់តែច្រើនទៅដល់ពេលវឹកចូលបានមួយឆ្នាំចូល2ឆ្នាំហ្នឹងណាស្គាល់គ្នាតើមួយសង្សារទីនេះរបស់ខ្ញុំហ្នឹងទី3 ពងតាក់ទងគ្នាអត់ទេទី3ទី3អូទី3បានមួយឆ្នាំណាចូលស្គាល់គ្នាតាមប្លូគាត់ថាខ្ញុំលេខកម្មវិធីនឹងដើម្បីអីគេខ្ញុំគាត់ថាហៅសង្សារមិត្តភ័ក្តិដែលគាត់ច្បាស់លាស់គាត់ក៏អូខេគាត់រហូតចឹងដែរគាត់រហូតចឹងគាត់ក៏អូខេខ្ញុំរហូតដូចគ្នាដល់ពេលនេះគាត់សុំ Telegram ខ្ញុំថាបានលេខ fact គេអត់ទេស៊ីនយ៉ា top មកស្អាតគាត់ទៅមកពីកូរ៉េបានពីវិខែអូយស្អាតវិញម៉ែស្អាតសាហាវអត់មួយនោះស្អាតណាសុំ Telegram ហូបស៊ីនយ៉ាស៊ីនហ្មងអូគាត់ប៉ាត់ប្រកាសដល់ពេលនេះស្លាញ់គ្នាលេងឆាក់ឯហ្នឹងខ្ញុំព្រមធ្វើសង្សារគាត់ថ្ងៃហ្នឹងជប់គ្នាថ្ងៃហ្នឹងស្លាញ់បាន2ថ្ងៃខ្ញុំទៅផ្ទះគាត់ហ្មងស្គាល់ទៅផ្ទះគាត់ទាំងបងប្អូនម៉ាក់ប៉ាគាត់តែគាត់អត់តន់ទៅផ្ទះខ្ញុំទេដល់ពេលបានមួយខែទៅផ្ទះខ្ញុំសុំកំនិយាយមែនថងហ្នឹងគាត់ពេលខ្ញុំស្លាញ់គាត់ដែរស្លាញ់ខ្លាំងខ្ញុំសុកចិត្តបោះបង់ឱកាសការងារខ្ញុំអស់លុយមិនចាស់តិចទាំងកម្មវិធីអ្នក design ទាំងកាដា mode fashion ខ្ញុំសុំ10ពាក្យទាំងអស់សម្បត្តិមករយៈសិនតែថ្នាក់អ្នកខ្លះក៏អត់យល់ខ្ញុំគាត់ខឹងណាទើបតែជោគជ័យថ្មីអីធ្វើអញ្ចឹងទៅខ្ញុំស្លាញ់គេអញ្ចឹងទៅគេតាចាំផ្ដើមជីវិតគ្នារស់ស៊ីអញ្ចឹងទៅតែពេលគាត់ទៅរស់ស៊ីអីចឹងអូខេគាត់មានលុយអូវ៉ែមានដាំទុនរស់ស៊ីមួយគ្នាដូចប្តីប្រពន្ធច្រើនឆ្នាំអញ្ចឹងណាស្គាល់គ្នាទៅប្រហែលខែណារស់ស៊ីចំនួនទិញចន្ទីលក់ចន្ទីអ្នកនៅខេត្តហ្នឹងពីច្រើនគេទិញចន្ទីដល់ខែចន្ទីដាំសាឡុងអញ្ចឹងទៅទិញចន្ទីគាត់អត់ចង់រស់ស៊ីទេដល់ពេលខ្ញុំតែថាខ្ញុំប្រពន្ធខ្ញុំមានប្រសាទច្រើនយើងក៏អូខេមកចន្ទីគេដូចជាមកអស់ 5,000 ចឹងចុះដល់ពេលយើងប្រមូលផលបាន 30,000 ហើយលុយហ្នឹងក៏អត់យកឲ្យម៉ាក់ខ្ញុំទាំងអស់បានលុយខ្ញុំទាំងអស់ណាក់ម៉ាក់ខ្ញុំសុំបំណុលគេអស់លេងហើយមែនហើយដល់ពេលនេះដល់ពេលថាគាត់ស្អប់អ្នកតែងស្រីអត់ដឹងណាអត់ដឹងទេស្អប់អ្នកតែងស្រីតាំងពីនេះគាត់និយាយដែរគាត់ចូលចិត្តអ្នកតែងស្រីយើងក៏អូខេ delete ចេញដើម្បីគាត់ស្រឡាញ់ដល់ពេលមកគាត់ស្រឡាញ់គ្នាណាអ្នកភូមិគេនិយាយចាក់ចុចច្រើនណាថាអ្នកហ្នឹងធ្លាប់អីអញ្ចឹងគេនិយាយគាត់ពីយើងដល់ពេលស្រឡាញ់គ្នាជប់កន្លះឆ្នាំចូលមួយឆ្នាំហីបងចូលមួយឆ្នាំហើយណានៅគ្នានៅផ្ទះខ្ញុំចូលប្រហែល6ខែហើយចូលមួយឆ្នាំហើយគាត់រហូតជាប់ពាក្យអញ្ចឹងពាក្យដល់ឥឡូវហ្នឹងអញ្ចឹងបាយគ្នាចូលប្រហែល2ឆ្នាំតែអញ្ចឹងពាក្យដល់ឥឡូវហ្នឹងជិនពាក្យដល់អត់បោះបង់ទេទោះយើងបាយគ្នាអត់បោះបង់ដែរអាពេលហ្នឹងគាត់រាប់កប់ខ្ញុំ 10000 ជិនគប់10000គេមានលុយគេថាកាន់នឹងកូរ៉េដល់5-6%គេមានលុយខ្វះគេថាចែកគាត់ហៅលើដើម្បីអ្នកណាគាត់និយាយចឹងណាដើម្បីអ្នកណាបើមានប្រពន្ធហ្នឹងហើយគាត់ថាអត់អីមកឲ្យខ្ញុំអីចឹងអត់អីមកអូនឯងដល់ពេលភ្ជាប់ពាក្យហ្នឹងហៅភ្ជាប់គាត់ទៅទិញអីនៅភូមិចឹងគេនិយាយចាក់ចុចមិនភ្ជាប់ទេតែគេធម្មតាសែនធម្មតាទៅមិនគិតឲ្យទូទៅអ្នកភូមិគេដូចយើងណាគេដែលកា1លាន2លានអស់ហើយគេយកគេការប្រពន្ធតែយើងបងប្រុសយើងខ្លាយយើងលុយគេចំណាយកថាបានហើយតែអ៊ីចាស់ខាងហូចខូចមាត់ណាមកចអូនភ្ជាប់ពាក្យទីមាត់ធម្មតាទៅខាងភូមិអីគេអត់យកលុយទេណាមិនយកបាក់ខ្ញុំខឹងណាបាក់ខ្ញុំខឹងមកខ្ញុំនិយាយដល់ផ្ទះហេថៃរឿងគូសាគេចេះដឹងម៉េចគេយកទៅរឿងគេគូសាគេនិយាយចឹងណាគេអត់មាត់អីដល់ពេលនេះគាត់ក៏អត់ខ្វល់រឿងគេនិយាយដែរហ្នឹងហើយក៏អូខេគាត់គិតថាចែកលុយហ្នឹងគួរឲ្យក៏អត់ខ្ញុំខំបាច់ទេបងចប់ធម្មតាចឹងក្បាញ់បាក់ច្រើនសែនធម្មតាមិនជានឹងដល់ឥឡូវដល់ធម្មតាអត់បោះបង់ចោលតែអត់ដឹងតែគាត់បោះបង់ឬក៏ឲ្យដឹងតែខ្ញុំអត់បោះបង់ខ្ញុំទុកចោលតែចិត្តនឹងស្រឡាញ់តាក់តែគ្នាវិញហ្នឹងហើយដល់ពេលបាយពីគាត់ហើយដល់អត់តបាយថានៅមួយគ្នាចឹងណាអូជួយចត់ហ៎បងជួយចត់ខ្លាំងណាដើរកាត់ទឹកភ្លៀងដើរ5ថ្ងៃរស់ស៊ីរកអីឆ្ងាយចិត្តឆ្ងាយតែគេស្អាតគេសជាងយើងគេស៊ូដើម្បីយើងស្រឡាញ់ take care យើងហ្មងមានកម្មវិធីអីមួយយកយើងទៅយកមកគេប្រាប់ហ្មងថាអត់ជិះថាបងអត់ប្រពន្ធខ្ញុំប្រពន្ធចាប់ស្បាប់យកប្រពន្ធពីមាត់
ទៅសារក៏ដោយខ្ញុំទៅសារតែខោមួយប្រអីប្រមើលខ្ញុំអីគាត់សួរមើលអីប្រពន្ធខ្ញុំនិយាយមកមើលហ្មងធ្វើវត្តទៅអីចឹងក៏ដោយខ្ញុំទៅឆ្លៃប្រគាត់ទៀតអត់បានហ្មងនិយាយហ្មងគេសួរថាណាគេមកពេកគេសួរថាណាគេលីយកតសាខ្ញុំប្តីគាត់ប្រពន្ធខ្ញុំ very open ហ្មង open ខ្ញុំអត់សូវ open មែនទេ តែគាត់ open គាត់ open សាហាវតែគាត់ open ដែរ open ទាំងអស់ភូមិមកភូមិនឹងដូចជាមិនខ្ញុំទៅភូមិគាត់ open ដែរទៅភូមិអ៊ីខ្ញុំទៅអ៊ីខ្ញុំប្រពន្ធខ្ញុំឡើងពេលខ្លះអីពីមាត់អាយើងខ្លាចយើងអៀនឡើយអៀនដែរឃើញនិយាយថាចាប់អាយើងឃើញគេថ្មីក៏ឆ្វាក់ដែរតាហ្នឹងហើយ ប្រពន្ធអញគេថាចេះអញប្រពន្ធពីមកឆ្វាក់គេបានអត់ទេពេលខ្លះស្ដាប់អត់ចង់យកគាត់ទៅណា តែគាត់វា show off គេថាចេះដើរលេងបងអូនសុំទៅនេះតិចគាត់ដឹងមកទៅដែរគាត់ទៅជឿគាត់ណាមកទៅដឹងយកលុះស្នេហ៍ហ្មងលងហ្មងឲ្យទៅជឿលុះស្នេហ៍គាត់ហ្មងទៅបាច់ជឿអីចឹងអាពេលគាត់ឃើញងក់ងទៅឈប់និយាយហយគាត់ចេះគាត់និយាយបែបជួយវិញឆ្មាគាត់និយាយថាអូយតើគេធ្វើឲ្យខឹងតែញ៉ាំលើពូក៏ដល់ពេលយើងស្លែងថងហ្នឹងហ្មងយើងស្លែងថងហ្នឹងបាក់សឹបអូយអាយស្លែងណាប្តីអាយចឹងយើងក៏យកទៅខ្ញុំអញបយន្តតែគេអញយកដែនទៅក៏បានដែរខ្ញុំខ្ជូតមកទៅច្រឹកងាក់ងក់ខ្នាញ់ណាហ្មងខ្នាញ់ហ្មងខ្ញុំខ្នាញ់មែនតែនប្រទៅច្រឹកងាក់ងក់បែបជុះស្រឡាញ់ងាប់តែងំដល់ពេលទៅសារអីចឹងណាទីយើងទិញអីមួយយើងចង់ទិញខោអីចឹងណាអត់ទិញទេស្អាយចឹងទៅភ្លាមងក់អូនដឹងហ្មងមែនដឹងហ្មងរឿងច្រំប្តីអញងាក់ងក់ដាក់អញត្រូវចឹងដូចកូនក្មេងគាត់ជាមួយយើងគាត់បាច់លាក់ feel comfortable យើងតែជាមួយគេគាត់មាំហ្មងគាត់និយាយមួយដូចជាថាគាត់មួយកូនចៅកាំងយីអីគាត់និយាយមួយគឺមួយម៉ាត់ចត់ចេះគឺចេះតែមួយយើងគាត់ចេះមកដូចកូនតន្សាយចឹងដូចកូនតន្សាយជឿហ្មងស្រឡាញ់គាត់ថងហ្នឹងដល់ពេលអីអង្វឹកដែរថាអង្វឹកហ្នឹងបើដឹងមិនខ្ញុំមិនដឹងថាគាត់ជឿសម្ដីរបស់មិត្តភក្តិគាត់មកពីណាគាត់ចាប់ដើមផ្លាយចិត្តហ្មងអញ្ចឹងខ្ញុំនិយាយទៅតាមតងដល់ពេលហ្នឹងផ្លាយចិត្តមិនថាផ្លាយចិត្តគាត់ផ្លាយចិត្តពីយើងនិយាយដូចជាអត់និយាយដូចមុននិយាយគឺនិយាយមួយមកមួយយើងណាដល់ពេលហ្នឹងជឿគាត់ទៅឡើងទៅពេញគាត់ដឹងថាយើងអ្នកពាក់សក់តែងស្រីភ្លាមគាត់ទៅខឹងហ្មងទេព្រោះតណែចិត្តអ្នកថាខឹងណាអត់ទៅចិត្តអ្នកតែងស្រីចឹងទៅហ្នឹងហើយដល់ពេលដែលនេះនៅមុខមាត់ភ័ក្រគាត់វងជុំគ្នាចឹងគាត់ញ៉ាំអីចឹងណាមាត់ភ័ក្រគាត់នៅជុំគ្នាចឹងអ្នកពេញនៅមកពេញនៅអាកន្លែងនៅហាងកន្លែងអីគេហៅនៅខាងទួយចវាមកខាងកន្លែងផាប់គេញ៉ាំអីហ៎កន្លែងហ្នឹងតែញ៉ាំអីមាត់ភ័ក្រគាត់ហ្នឹងណាគាត់ប្រាប់យើងមកគាត់ថាចេះសង្សារអីមានបានប្រយោជន៍ទេមានបានកែសំសាអញអត់មានអីទេមានឃើញស្អីតែប្រយោជន៍យើងកំពុងតែញ៉ាំអីឡើងស្លក់ចិត្តឡើងឆ្អែតហ្មងនិយាយនៅកណ្ដាលវាដល់គាត់និយាយនឹងមកពីណាហឺប៉ាត់បងឈឺចាប់ខ្លាំងគេនិយាយយ៉ាងឈឺណានិយាយហ្មងមិត្តភក្តិគាត់ឡើងមើលមកខ្ញុំដល់ពេលហ្នឹងគាត់និយាយស្អប់ខ្ទុយអីចឹងចុះគាត់និយាយស្អប់ខ្ទុយសក់វែងអីចឹងណាគាត់និយាយចឹងនិយាយច្រើនណាបងរៀបរាប់វាអត់អស់វាច្រើនណាយកលុយ1លានហ្នឹងគប់កណ្ដាលមុខចែកទៅណាតផត់អញ្ចឹងដាក់លុយពីកាបូបដាក់នៅមុខចែកគប់ចឹងខ្ញុំកំពុងតែញ៉ាំអីខ្ញុំឡើងស្លោចិត្តឡើងមើលមកខ្ញុំអត់និយាយខ្ញុំគប់ទុកចិត្តទៅយកគាត់ថាគាត់មានអីមួយហីអូខេលុយហ្នឹងយើងយកទៅមែនដល់ទៅកប៉ាល់ប៉ាជាប៉ាស្អប់ទៅផ្ទះពងកាត់គេទៅដល់ផ្ទះស្រែកដាក់យើងទីឡូឡាស្អប់ខ្ទើយស្អប់វិញអញ្ចឹងស្អប់ណែចូលចិត្តទេអញ្ចឹងគាត់និយាយឌីលយើងហ្មងស្អប់ខ្ទើយអីអញ្ចឹងចោះខ្ទើយអីដល់ដូចគេញ៉ៃអញ្ចឹងខ្ញុំឡើងស្លើចិត្តខ្ញុំគាត់និយាយថាស្អប់ខ្ទើយលក់ខ្លួនណាដឹងគេចាក់ចូលបានខ្ញុំនិយាយហ្មងអត់តន់ចិត្តទេធ្វើធម្មតាសិនមាននឹងអីហីបើយើងនឹងអីហីអត់និយាយនឹងដេកទ្រាំបាន2ថ្ងៃទី2ងើបទៅព្រឹកបន្តនេះណាជេរយើងហ្មងតាំងពីគាត់ពីដើមមកអត់ជាមនុស្សអត់អញ្ចឹងឯងស្អប់ខ្ទើយលក់ខ្លួនណាមិនគួរនឹងយកខ្ទើយលក់ខ្លួនមកធ្វើសង្សារអីចឹងណាខ្ទើយអំប៊ីស្អប់មកពួកលក់ខ្លួនហាក់ដូចតែគេទៅពីដឹងរកស្អីខ្លះទេខ្លះឡាំក្ដុក Oh my god I know អត់ញ៉ាំបាយទាំងអស់ថ្ងៃអត់ញ៉ាំហ្មងងើបទប់ទឹកស្មាអត់មានអារម្មណ៍ថាចេះមានតបអីទៅវិញអត់ទេមានអារម្មណ៍ថាឆ្ងល់រត់ជប់ទប់ទឹកអង្គុយគេឃើញស្ប៉ាស្ក្រាបមួយទឹកស្កាប់ស្បែកទៅអង្គុយគិតទៀតអត់ផ្លេចទេភាពស្រស់ស្អាតហ្នឹងហើយនិយាយអត់ផ្លេចទេស្អាតអត់ផ្លេចទេភាពស្រស់ស្អាតស្ប៉ាខាងអាចពីវាក៏ស្អាតដែរនិយាយចឹងណាក៏កាត់
គាត់អត់ចាញ់ណាគាត់មានស្ដីនឹងមកពីណាគាត់ជឿណាគេថ្ងៃទី3ខ្ញុំមែនតែនហ្មងជេរយើងទាំងយប់ម៉ោង2 10ថាយើងអត់អីទេវ៉ាលីរៀបចំហើយបើជឹងយើងរៀបចំហើយហើយក្នុងខ្ញុំមកលៀនដាញ់ចេញទៅណាទៅចេះផុតពីមុខខ្ញុំចេះផុតកាន់តែល្អស្អប់ណាស់ពួកខ្ទេលក់ខ្លួនចេះស្អប់បំផុតនិយាយចឹងហ្មងហ៎បងខ្ញុំឡាស្លាក់ចិត្តអត់និយាយច្រើនគាត់ជោគទប់ទឹកមែនអូវ៉ាលីជាងគេអត់ធ្វើក្រាក់មកគេមកស្អប់ទៅរត់ចេញហ្មងចប់ពីពេលហ្នឹងទៅខ្ញុំកាលនោះអត់តន់ស្គាល់បន្ទប់ជួលអីទេខ្ញុំក៏ដូចទស្សនៈកន្លែងរបស់ភ្នំហ្មង3ថ្ងៃឆាត់បាត់ភ័ក្រខ្ញុំកាត់ការបាត់ភ័ក្រខ្ញុំឆាត់ទៅអស់ណាការងារក៏អញ្ចឹងដែរគេលេងអញ្ចឹងលេងរាប់រយខ្ញុំហីខ្ញុំក៏និយាយវាបាត់ផ្លូវចិត្តទីជីគ្រប់មកនិយាយរួមតខ្លួនអញ្ចឹងគេក៏យល់គេក៏មកជួបមកខ្ញុំទៅក្រៅខ្ញុំនិយាយទៅរត់ទៅភ្នែកអញ្ចឹងចិត្តឲ្យគេពីមុនអត់អញ្ចឹងហ្នឹងហើយដល់ពេលហ្នឹងបាត់ភ័ក្រខ្ញុំក៏មួយមាត់កំគិតច្រើនអីចឹងយើងក៏អូខេតាមហ្នឹងដល់ពេលនៅបន្ទប់ទស្សនៈបានតែមួយថ្ងៃឯងសោះពេលថ្ងៃទៀតចឹងយើងនៅសិនទៅហូបទប់ជួបបានហើយគេបោះស្អាតទៅរស់សំសល់រស់សំសល់ហូបបានហើយយើងឲ្យគៀបចាំឲ្យស្អាតដល់ពេលនេះយើងត្រូវទៅហ្នឹងដល់ពេលចាញ់ខ្ញុំក៏នាំមកពេញចាញ់គាត់មកអូខេមកពេញក៏អូខេមកចាញ់ខ្ញុំទៅណានៅបន្ទប់ជន់គ្នាចឹងទៅចឹងណាគាត់ចឹងលើដល់ពេលនេះយើងនៅនឹងបានជាផាជាពីអាទិត្យបែបទៀតដែរគាត់ឆាត់មកខ្ញុំគាត់និយាយដូចជាមនុស្សពីរផ្សេងគ្នាទៀតណាគឺនិយាយថាចេះនិយាយវយហ្មងដាក់ហាយសិនឲ្យដាក់សំឡេងទាំង3ជួរអូននៅណាអីចឹងញ៉ាំបាយចឹងបងនឹកដូចមនុស្សពីរផ្សេងគ្នាអាមុនផ្សេងអានេះផ្សេងដល់ពេលខ្ញុំគិតអីហើយណា manipulation ទៅហៅហ្មងអត់ defend ចាក់អស់លេងហើយតែអត់ block ទេឆាតហើយបងនឹកដូចគាត់ជាអួតដាំកអញ្ចឹងគាត់ថាបងសុំទោសបងគិតខុសអីអញ្ចឹងគាត់និយាយរៀបរាប់ច្រើនណាខ្ញុំថាខ្ញុំដាក់បឋានចេះថាមានការអីមែនបងគាត់អត់តបាត់គាត់ថាអូនមកតែយើងវិញមកតែយើងវិញមកបងនៅម្នាក់ឯងអត់ទេខ្ញុំនិយាយអត់ទេបងខ្ញុំមានថាចេះមីនេះអត់ទេមីនេះបើគេដាញ់ហើយទៅហើយអត់នៅទេគាត់និយាយរៀបរាប់បឋានចេះគាត់ជាមិត្តភក្តិគាត់គេចាក់ចុចម៉ែអីវិញខ្ញុំគិតគេថាគេថាអូនឯងលក់ខ្លួនគេថាអូនឯងតែមិនគេទៅវាតែមិត្តភក្តិវាហ្នឹងស្រឡាញ់ខ្ញុំហើយវាមិត្តភក្តិវាអត់ត្រូវគ្នាទេហ្នឹងហើយមួយនឹង fake ដាក់វាមួយនឹង fake ដាក់ទាំងសារខ្ញុំហ្នឹងថាគេចង់បាច់បាក់ចឹងទៅខ្ញុំក៏មានអញ្ចឹងដែរមានតន់ដែរចង់សាមឆាត់មកថ្ងៃហ្នឹងអានោះឆាត់មកថ្ងៃហ្នឹងដែរសុំស្រឡាញ់ខ្ញុំដែរក្នុងពេលតែមួយហ្នឹងក្នុងពេលតែមួយពីរហ្នឹងហើយសំដែងហីដូចដាក់មកគ្នាឆាតយកអត់តបទេពេលគីជីគ្រប់ចូលហ្មងថត screenshot ទៅពេលមើលមានការអីមែនពីរនាក់ហ្នឹងពេលនេះចាប់មកប្រៃពេលគាត់ចាប់មកប្រៃពេលមានអារម្មណ៍ថាចាក់ខ្ញុំមានអារម្មណ៍ថាខ្ញុំបែកតែខ្ញុំនឹង slot ណាតែខ្ញុំនឹង slot ខ្ញុំអត់ចេះញ៉ាញ់ពីមុនអត់ដែរញ៉ាញ់ទេតែខ្ញុំនឹង slot សភាពបែកពីគាត់ខ្ញុំញ៉ាញ់គ្រាវខួយភ្លាមនិយាយមុខថាមុខអត់ចេះខ្លាចទេឥឡូវនេះខ្លាចណាស់ក៏ដោយទោះអ្នកឯងធ្វើការថតដល់ប៉ុណ្ណានិយាយថាខ្ញុំថៃវិញដែរមែនលើមានថាលើអត់ respect យើងអញ្ចឹងដល់អត់ឲ្យតម្លៃយើងខ្ញុំដាក់ទៅវិញហើយដូចកម្មវិធីណាក៏ដោយដើម fashion រឿងលក់អត់ត្រូវខ្ញុំដាក់នៅមុខហ្នឹងខ្មាស់គេហ្មងមិនអត់មាន power មកពីណាអញ្ចឹងអត់ខ្លាចទេពីមុនតែតែយើងចេះសភាពឥឡូវអត់ទេទៅក៏ទៅញ៉ាញ់ហើយដល់ពេលនេះគាត់ឆាតមកបងសុំតោអីអញ្ចឹងទៅអីនិយាយហៀបហត់ទៅភ្នែកថាគាត់តែអត់លើកទេប្រាប់ឲ្យហើយទេមក5ដកលើកគាត់តែមកទៅខ្ញុំស្រាច់ចិត្តលើកទៅគាត់និយាយគាត់យំមកសុំតោអីយ៉ាងនិយាយនេះវាមិនចេះសម្ដែងហ្នឹងហើយខ្ញុំស្ដាប់ទៅសំចេះពីនិយាយស្អីបងសុំតោបងជាមិត្តភក្តិគេមិនបាក់យើងបាញ់គ្នាបើអត់ខឹងទេអូនឯងតែស្អាតខឹងទេតែបងខឹងឡើងលក់ខ្លួនតែមិនតែតងបងអញ្ចឹងខ្ញុំដាក់មកវិញថាចេះខ្ញុំតាក់តងឲ្យថាខ្ញុំតាក់តងមួយបងឯងខ្ញុំលក់ខ្លួនពីអង្ការតែនៅមួយគ្នាហ្នឹងហើយត្រូវហើយគាត់អត់គិតអត់ logic ការគិតក៏អត់យកអាម៉ែខ្ជុបអត់គាត់គិតថងហ្នឹងនៅមួយគ្នាអោបគ្នាដេកអោបគ្នារយប់នេះលក់តាមណាពេលខ្ញុំយកពេលគាត់និយាយត្រូវខ្ញុំពេលហ្នឹងនិយាយត្រូវគ្នាហ្នឹងហើយតោះស្អែកខ្ញុំគាត់ហែងហ្មងខ្ញុំហែងបើសិនជាហែងអត់ច្បាស់លាស់ហែងកុំយកណាគេចូលជីវិតហែងអញនិយាយថាខ្ញុំប្រើពាក្យអញអាពេលនេះអត់តែខ្ញុំនិយាយមកចេញពីណាខុសដែរតែវាខំណាដឹងមកពីប្រឌិតនិយាយចង់ឲ្យហើយហ្មងអញអត់ដឹងទេ
ហើយចង់ធ្វើគ្នាវិញមួយណាគេត្រូវចោះអញខ្វល់តែហើយដាច់អញចាញ់ហើយអត់អាចត្រូវយកគ្នាវិញ យក បាន ទៅវិញ ទេ ទេ ហើយយល់ទៅហើយនៅមួយអញមកជ័យអញមកឌីលអញមកដល់ពេលនេះខ្ញុំបិទអារម្មណ៍ខឹងណាញាត់ដៃតែភ័ក្រគាត់ទេមកខ្ញុំម្ដងអូននៅណាខ្ញុំនិយាយអាឡូគាត់និយាយអូននៅណាខ្ញុំអីអត់មកទៅយកពីផ្ទួនណាបែកមួយយកបែរថាម៉ែម្នាក់នេះខំយើងនេះខំមកម្ដងទៀតខ្ញុំក៏ទៅមួយអ្នកនេះហ្មងទៅញ៉ាំអីតើខ្ញុំនិយាយនៅមុខខ្ញុំសួរគាត់នៅហ្មងនៅអ៊ីអនមួយតើមកសួរបងឯងមានបែកបាក់ខ្ញុំមួយសរសើរខ្ញុំអត់គាត់និយាយមកសារភាពមានអីមិនបែកតាគាត់តែអត់ស្រឡាញ់បងមួយម៉ាត់នឹងចុកខ្ញុំដើរទៅចាអរគុណប្លុកចោលប្លុកតានោះប្លុកតាំងនេះប្លុកតំណាក់ខ្ញុំអត់យល់ម៉ាក់ខ្ញុំចូលមួយឆ្នាំលើអញ្ចឹងហ៎ដោយសារតែមួយប្រុសហ្នឹងខ្ញុំជឿគេអត់និយាយប្លុកចាំខ្ញុំប្លុកលៀកទាំងអស់ជឿចិត្តថាចេញពីផ្ទះនៅតែឯងដូចជីវិតនៅកន្ទិញកតើអញ្ចឹងនៅតែឯងយើងនៅតែឯងអញ្ចឹងយើងនឹងចាប់ដើមអ្វីៗដែលថ្មីអ្វីដែលគាត់ថាថ្មីដល់បែបពីម្នាក់នេះភ្លាមណាខ្ញុំចាប់ដើម open fashion អីសាវិញឡើងវិញទាំងអស់បងអត់ងាយស្រួលទេយើងត្រូវឆ្លងកាត់ casting ទៀត casting 3ដល់គេឲ្យជាប់ទៀតអូយកំសត់ខ្លាំងបងឆ្លាញ់ហ្នឹងហើយគេសួរទៀត casting ទៅតែ casting ទៅបងគេសួរទៀតអត់ប្រកាសអត់តែចូលម្ដងទៀតសួរនៅមុខខ្ញុំមនុស្សតែមនុស្សរាប់រយនាក់ដាក់មីក្រូហ្មងយើងក៏អូខេបងសន្យាខ្ញុំជប់ប្រកាសបងបើថាខ្ញុំមានរឿងអ្វីខ្ញុំឆ្លាញ់ខ្ញុំអ្វីខ្ញុំមានខ្ញុំគេតែចែកគេនិយាយគេដឹងណាអត់ឲ្យអត់យកស្នេហាធំនឹងការងារជាអត់ឲ្យអត់យកស្នេហាធំជាងការងារទេមែនគេនិយាយចឹងថាអត់ទេបងឥឡូវខ្ញុំយកអ្នកណាគេម្នាក់ដែលច្បាស់លាស់ជាមួយខ្ញុំទទួលយកបែបដែលខ្ញុំមានមិនថាខ្ញុំតែតែប្រុសទេអូខេ first up ដើរ casting ដើរ3ដងលើក្រោយ casting ចប់ដើរ fashion យកឥឡូវយើងអាចចាប់ដើមសងវិញបានទាំងអស់ហើយឥឡូវយកចេញមកកម្រិតទៀតហើយវាឡើងវិញបានហើយឥឡូវយើងបានសញ្ញាបត្រមួយទៀតហើយខាងឆ្នៃសុតឈុតនឹងដើរ fashion ណាធ្វើបែបវាច្រើនខ្ញុំដើរ fashion បែបដើរ fashion in drag អត់ដើរ fashion សុតទេឥឡូវតែកម្មវិធីហ្នឹងបែប fashion into model បាទខ្ញុំដើរ fashion ហ្នឹងហើយមកតែកម្មវិធីហ្នឹងវាមាន fashion catwalk fashion call អីគឺយើងដើរបែបលីតិចហើយបែប fashion style អីបែប drag អីចឹងតិចអញ្ចឹងណាហ្នឹងហើយដល់ពេលយើងចាប់ដើមសាមទាំងអស់អញ្ចឹងមានខាងការងារខ្លះគេ support យើងពេលហ្នឹងមកលុយក៏ចូលមកតិចដែរអូខេឥឡូវចង់សួរតាក់ទងជាមួយនឹងឥឡូវ past relationship យើងថា slash ទំនើយើងចង់ដឹងថា current relationship នេះវាមិនអីយើងនៅ single ឬក៏ចង់រកអ្នកណាគេថ្ងៃអនាគតដើម្បីជាគូស្នេហ៍អញ្ចឹងឥឡូវបាយពីម្នាក់នឹងចូលមកនៅចូលកន្លះឆ្នាំទៅតែតាក់ទងអ្នកថ្មីបានមួយខែឥឡូវ talking stage ឬក៏ជាសង្សារអត់ទាន់ជាសង្សារតែថាមើលចិត្តគ្នាអត់ទាន់រៀនចិត្តបែប private សិនប៉ុន្តែគាត់ទទួលយកខ្ញុំបានគ្រប់យ៉ាងយើងជា drag queen យើងជាអីគាត់ឆ្លាញ់គាត់ឆាប់មកខ្ញុំគាត់ comment ខ្ញុំមកខ្ញុំថតចាំបានសង្សារដល់ហើយដាក់ចឹងណាគាត់ដាក់ហូបបេះដូងទៅហូបញ៉ាំចឹងទៅគាត់ចាប់មកខ្ញុំហូបបេះដូងដល់ហូបញ៉ាំគាត់ចាប់មកហើយខ្ញុំអត់សូវចូលចិត្តកម្មវិធីហ្នឹងបានទេ Telegram Telegram នេះ again គាត់ add ទៅលេងមួយគ្នាចឹងទៅគាត់សួរខ្ញុំ look info ខ្ញុំ relationship friend all friend ចឹងណា all friend គាត់ relationship 2ដល់ពេលនេះស្អាតដែរយកក៏លេខបាត់ sweet ចឹងណាគាត់ថាពងធ្វើអីគួយលេង and you យកទៅណាហើយក៏សួរថាយើងទួអីខ្ញុំនិយាយថាខ្ញុំទួបត់ថមអញ្ចឹងទៅគាត់ថាបង top only own ដល់ពេលនេះយើងខ្ញុំហៅគាត់បងហ្មងបងហើយយើងក៏រៀបរាប់ថាអញ្ចឹងដូចថាខ្ញុំថាខ្ញុំជា model fashion tomorrow ខ្ញុំតែងស្រីពាក់សក់ជា drag អីចឹងរៀបរាប់គាត់ដឹងហើយដល់ពេលគាត់ថាអូខេហ្នឹងហើយអត់សំខាន់ទេ I love you គាត់តែគាត់ស្អាតតែថាយើងអត់ណាផតអីដែលថាយើងដូចមាននិស័យហ្នឹងហើយអត់ថាអ្នកខ្លះគាត់ស្លាញ់យើងប៉ុន្តែដល់ពេលគេជួបយើងគេក្លំនិយាយតែម្នាក់ហ្នឹងគេនិយាយគាត់ដល់ស្លាញ់ណាគេទេគាត់ប៉ិនអៀនតែគាត់បានគេឲ្យគាត់បោះបង់តែដូចខ្ញុំណាតែបងគាត់គិតថាគាត់ថាបានខ្ញុំគាត់បោះបង់ហើយដល់ពេលអត់ងាយអត់ចិត្តងាយតែដល់គ្នាបានមួយអាទិត្យគាត់ថាមកតែជួបគ្នាអត់ឲ្យ3ថ្ងៃខ្ញុំអាចដែរអត់ទេបងចាំ3ថ្ងៃជួបគ្នាចំថ្ងៃអាទិត្យទៀតចាទៅណែកោះនារីដេតមកចាដេតក៏មកយកដល់ផ្ទះខ្ញុំនិយាយមកយកដល់ផ្ទះផ្ទះទីតាំងសួរថាដឹងតែថាសុយើងឆាត់តាគេគេនឹងទៅណាអត់ទៅណានៅទីសន្តាដេថាចូលអូនឯងចង់ដល់លេងដាក់តែភ្លាមចង់ទៅណាអូនចង់ទៅកោះនារីឥឡូវបងទៅយកក៏អូនឯងមក
បើមកយកអស់មកចាំអីជាងអូខេទីតាំងអញ្ចឹងអាយលើខ្លួនជឿបាត់បថយឡត់ដល់ពេលនោះអត់ទិញជ្រើបាច់ជឿទេអត់ជ្រើបាច់ញាក់អីមកយកដល់ផ្ទះហើយគាត់ឃើញគាត់ភ្លាមឃើញខ្ញុំភ្លាមគាត់នឹងញ៉ាំហ្មងញ៉ាំដល់ខ្ញុំសង្ឃអូយស្អាតជាងទូរស័ព្ទទៀតចាស្អាតជាងខ្ញុំទៀតដល់សជាងខ្ញុំទៀតមើលសប៉ុនឆ្អែតហ្នឹងសគាត់សបាត់យកចែកខ្ញុំទៅតែមកនេះនឹងខ្មៅខ្ញុំថតតអូខ្ញុំទៅនេះទៅកប៉ោតថតដល់5ថ្ងៃរហូតក្តៅចង្អុតដល់លេងហ្នឹងពេលគាត់សដល់ពេលដល់លេងគាត់ថាឲ្យខ្មៅសាច់គាត់ខឹងដល់ពេលជួបគ្នាហ្នឹងគិតខ្ញុំរហូតខ្ញុំគិតអីខ្ញុំអឿនដែរខ្ញុំប៉ុនអៀនខ្ញុំលាក់ក្នុងចិត្តខំដាក់ចង់ដាច់តែមិនខំដាក់ចង់ដាក់អៀនចង់សោតទុកអារម្មណ៍ដល់ពេលជិះទៅខាងក្នុងគាត់អោវល់អត់ហ៊ានទេយើងគេស្អាតអីគេស្អាតយើងតែយើងអាយថាចេះ so like យើងមិនគួរណាវាអាចជួបគ្នា that's my body យើងយកនិយាយថាយើងនេះយើងដូចក្មេងតូចចឹងយើងអៀនណាយើងអាគាត់ញើមរហូតអត់ហ៊ាននិយាយអត់គ្នាបន្ទាប់មកជីកគ្នាណាខ្ញុំនៅក្រោយគាត់នៅមុខអញ្ចឹងប្រឡោះគ្នាអត់ហ៊ានជីយើងជីម៉ូតូផ្សេងគ្នាមែនឬក៏គ្នាបណ្ដាខ្ញុំអង្គុយឆ្ងាយពីគាត់គ្នាឡងចែកខ្ញុំឡងចែកគាត់ឡើងអៀនខ្ញុំក៏អៀនអានោះវាដូចមិនខ្ញុំតែតងគ្នាដល់គាត់មកវីដេអូនោះគាត់សើចបង Hello បងតែពេលនេះតែតងគ្នាដល់ពេលនេះគាត់ទៅយកនឹងភ្លាមទៅដេកចាស់គាត់ភ្លាមអីតែមានធ្វើអីណាអត់ធ្វើអីគាត់អៀនមនុស្សគាត់ប៉ុនអៀនហ្មងអាចទៅដេកចាស់គាត់ដឹងមិនគាត់សុំអោបយើងគាត់និយាយrespectful គាត់និយាយតែចេះនឹងសុំអោបបានអត់អូអត់ទេចាក់ដៃឲ្យគាត់អោបយើងហ្មងអោបដូចសងគ្នាស្និតហ្មងអោបម៉ាំងអត់ទៅណាណាថ្ងៃចាស់ក៏ដេកអត់ទៅណាដល់ថ្ងៃចាស់អាចធ្វើការដែរពីថ្ងៃដេកចង់ទប់អត់ទៅណាដេកអោបពីចឹងទៅញ៉ាំអីគាត់ប៉ុនធ្វើម្ហូបគាត់ផ្សាយធ្វើម្ហូបអូឆ្ងាញ់គាត់ធ្វើម្ហូបបរទេសគាត់ខាងជូឌីម្ហូបគាត់ចូលប្រឡងកម្មវិធី Master Chef អត់ជាប់អូមែនឆ្នាំមកអត់ជាប់អត់ជាប់ទេអត់ជាប់ដល់ពេលគាត់ក៏ចូលគាត់ថារបស់ហាងលោកអូបាអញ្ចឹងទៅឥឡូវគាត់ពងរត់ទៀតខាងហើយយើងជាប្រពន្ធរបស់គាត់អីចឹងទៅមើលគេហាងអូយដល់ពេលនេះតែធ្លាប់ជា one night stand អីចឹងដែរវាថារួចអីចឹងអត់ដែរទេអត់ទេពេលច្រើនបានហើយតោះស្រឡាញ់គ្នាហ្មងបើសិនជាសួរតែចេះអានេះនិយាយចាំស្និតហ្នឹងណាស្និតហ្នឹងមានតែ4នាក់ហ្នឹងឲ្យ3នាក់ហ្នឹងទេតែបើសួរតា one time friendship នេះហ្នឹងមួយខែសត្វតែមួយខែទាំងអស់អញ្ចឹងមួយខែមួយអាទិត្យអញ្ចឹងបានတွေ့គ្នាហើយស្រីគ្នាមួយអាទិត្យពីអាទិត្យមួយខែបែកគ្នាទៅធម្មតាបើសិនជាជាក់លាក់បានតែមួយនាក់ហ្នឹងទេហើយតែថ្មីនេះបើមើលកំខឹងអូខេប៉ុន្តែពេលដែល start room page ដំបងបងប្រើស្រោមកអីដឹងចំណេះដឹងផ្លូវភេទឬក៏អីអត់ដឹងឯកាលហ្នឹងតើអត់ចាខ្ញុំអត់ដឹងភេទមិនផងតែខាងគេដឹងគេដឹងប៉ុន្តែបន្ទាប់ពីយើងចាប់ផ្ដើមដឹងហើយយើងចាប់ផ្ដើមប្រើប្រាស់ស្រោមអនាម័យអីញឹកញាប់ជាប់រហូតនិយាយថាចេះឃើញគេផុសដែរខ្លាចអ៊ីវអេតអ្នកភូមិគេថាកាត់អេតគេអ្នកភូមិគេនិយាយថាគេនិយាយថាអ្នកខាត់ខ្ញុំគេនិយាយថាចេះអ្នកកាត់អេតហ្នឹងវាច្រើនងាប់អត់ជាទេអញភ័យខ្លាចដែរគេថាចេះឆ្លងដែរតែគេអ៊ីវគ្នាគឺកើតហើយអត់ពាក់ស្រោអីចឹងមួយទៀតរំភេទជាមួយអ្នកអត់អ្នកកើតជំងឺហើយគឺឆ្លងហើយយើងខ្លាចដែរថាអមួយភ័យអញដឹងមិនទេអញពាក់អត់ទេមួយសង្សារខ្ញុំហ្នឹងហ៎3 បដងហ្នឹងភ័យអីតាអត់ប្រើទៅដល់ឆ្នាំមុនភ័យដែរភ័យទៅអញមកទេអញយូរទៅតែឈាមអត់អីទេមានអីធម្មតាគាត់ថាពាក់ទៅអូយសមខ្ញុំម្ដងមកប្រអប់អូយដាក់តាមខ្លួនហ្មងអត់ទេតែទេអូនៅទេមែនតែ mostly បងមានប្រើជា prep ឬក៏ប្រើអីអត់ដូចស្ករថ្នាំ prep អត់ទេខ្ញុំចំណាតោ high fun ស្ករឡើងអីអត់ដែរទេអត់ប៉ះពាល់ហ្មងតែបើនិយាយថាខ្ញុំយកដឹងពីរឿងហ្នឹងដែរយើងអត់ណៃផលដែររឿងហ្នឹងយកដឹងនិយាយថាយើងខាង chemistry ដែលយើងយកដឹងណាតែធ្លាប់មានអ្នកបបួលបងដើម្បីបោកមានទេអត់ទៅធ្លាប់បោកអត់ទេគេបបួលគេឲ្យលុយបងអ៊ីនបើបែបពីនេះពុកចាក់តុងមួយអ្នកហ្នឹងណាគេអំប៊ីគេថាអំប៊ីអំប៊ី with me អត់មានអីអំប៊ីចឹងគេថាអំប៊ីគេ money boy ហ្នឹងហើយយើងដាក់លេងដល់សញ្ញាសួរឲ្យដល់ហូបលុយ100អូមែនមកយប់មែនអត់ទេមកយប់បាត់សេកយើងសួរ really អូខេគេថាបាត់បោកដាក់សញ្ញាបោកហ្នឹងណាហើយ high fun អីគេគេដាក់ហូបអីគេហូបចាក់អីហ្នឹង
X តែហូបចាក់ X គេដល់ XF high fan យើងចូលអត់ទេបងនិយាយលេងតែអត់ទៅទេដល់ពេលខ្ញុំចូលធ្វើការខ្ញុំដឹងអូអញ្ចឹងណោះ សាហាវ មេរោគអញ្ចឹងខ្ញុំដឹង ប៉ុន្តែការប្រើប្រាស់ពពួកមកចូលឬក៏ថ្នាំហ្នឹងវាឆ្លងមេរោគច្រើនណាហ្នឹងហើយប៉ុន្តែ និយាយថាដល់ពេលឥឡូវអ្នកណាក៏ដោយខ្ញុំឃើញភេទទី3នៅណាក៏ដោយខ្ញុំសួរគេបងមិនស្គាល់រោមភេទអីអ្នកស្គាល់ចឹងណាអេ friend បាយរោមភេទអីចឹងណាកុំប្រើ high fan អានោះប៉ះពាល់ដល់ថៃគូក្បាលណា ហ្នឹងហើយ ហើយប្រើឲ្យឈួតហើយឃើញគេដើរតាមផ្លូវខ្ញុំនិយាយទៅលើហ្មងឲ្យវាខ្លាចថ្ងៃគេដើរឈួតតាមផ្លូវគាត់ high fan ហ្នឹងថ្ងៃលេងពីម្ដងទៀតថ្ងៃដើរស្រាតចឹងហើយថ្ងៃដើរសេលេរបាំតាមផ្លូវថ្ងៃឃើញមីសេលេតាមផ្លូវនៅវត្តភ្នំហ្នឹងអត់អាសេលេរបាំនៅមុខអីគេវត្តសំសអីហ្នឹងអូអត់ខុសទេម្ដងទៅឈួតដើរស្រាតអីហមចេះទីងតអីហ្នឹងតែឃើញវាទៅថ្ងៃចឹងថ្ងៃ high fan ហ្នឹងថ្ងៃវាធ្លាប់លេងខ្ញុំថាភ្លាមថ្ងៃឃើញសេលេឈួតហ្នឹងអត់តែថ្ងៃចឹងថ្ងៃទីរត់តាមផ្លូវថ្ងៃខំលេងថ្ងៃខំថ្ងៃឈួតហើយមែនឈួតមែនអើតែលេងអាហ្នឹងប៉ះពាល់តែខុសក្បាលថ្ងៃយល់អត់ថ្ងៃប៉ះពាល់តិចថ្ងៃលេងពេលហ្នឹងឈួតវារត់សេលេហៅស្រាប់ចឹងហើយថាអូយមកជប់លេងហើយវាជប់លេងវាខ្លាចឈួតដល់ពេលនេះហ៎វានិយាយតែចេះអេបើគេបងទៅលេងអញទៅទៀតអត់ណោះវាសួរខ្ញុំចឹងហ្មងថ្ងៃទៅ friend ថ្ងៃទៅទីគេចុកចេះក្នុងវិស័យ fashion ហ្នឹងហើយថាវាអញ្ចឹងថ្ងៃស្គាល់ high fan អត់ថ្ងៃស្គាល់ high fan តិចពេកហើយយើងថ្ងៃស្រាតហើយចាំអាចថតថ្ងៃផុសក្នុង TikTok ខ្ញុំគម្រាមវាអញ្ចឹង មួយទៀតការប្រើប្រាស់ពេលខ្លះគាត់ជាគ្រប់អញ្ចឹងទៅគាត់ប្រើមកចូលសារ៉ាំងមួយគ្នាអញ្ចឹងទៅគាត់ជាការឆ្លងរោគមេរោគអេខ្ញុំនិយាយទៀតខ្ញុំនិយាយបងអាចប្រាប់កាត់អ៊ីវហើយឧស្សាហ៍បោកមិនចូលគ្នានេះអូខ្ញុំយកទៅតេស្តហ្មងខំវាណាថ្ងៃអ៊ីវថ្ងៃឧស្សាហ៍រកភេទថ្ងៃពាក់សមអត់អាចប្អេលៀតថ្ងៃតាមហ្នឹងថ្ងៃឈួតហ្នឹងថ្ងៃអញឆ្លើយតាមមកអាចប្រាប់ទស្សនិកជនថាជាទូទៅមកឯងនាំគាត់ទៅតេស្តនៅកន្លែងណាអញ្ចឹងពាក្យច្រើនខ្ញុំយកទៅទូកោកទូកោកវា private ហ្នឹងហើយខ្លះគាត់ដឹងថាអូប្រើប្រភេទ high fan ឬក៏ប្រើថ្នាំប្រើអីហ្នឹងមកចូលរួមគ្នានោះវាបង្កជាការឆ្លងមេរោគអ៊ីវអេដឬក៏កាមរោគឬក៏មេរោគអីផ្សេងអញ្ចឹងទៅខ្ញុំនិយាយតែដល់ពេលនេះយកក៏សុំគាត់តេស្ត private ទៅយើងតេស្តគាត់ពីអ្នកអញ្ចឹងណាហ្នឹងហើយអត់ទៅច្បាស់យកទៅប្រែទូកោកមែនវាមិនអ៊ីវវាចូលទៅស្វាវាមានព្រោះអាហ្នឹងវាមានមេរោគច្រើនវាមិនមែនតែអីមួយទេហ្នឹងខ្លះអីទៅវាអត់មានតែអាហ្នឹងមួយទៀតតកតងចង់សួរមានជា advice អីដល់ក្មេងៗឬក៏អ្នកជំនាន់ក្រោយចង់ដឹងថាពេលដែលរួមភេទលើដំបងឬក៏អីត្រូវត្រៀមខ្លួនមិនខ្លះក្នុងការការពារខ្លួនអីចឹងណាហ្នឹងហើយដំបងមាន advice ប្រាប់គាត់ទៅដូចបងឯងប្រាប់មិត្តភក្តិបងឯងចង់និយាយថាចេះអូនទៅមួយចំនួនក្រោយណាចាចង់និយាយថាចេះយកអ្នកណាក៏ដោយមិនយកអ្នកណាក៏ដោយគិតមុនចាខ្ញុំគួរយកក៏អត់ហើយមួយទីកុំភ្លេចការពារផងកុំអាចថាស្រួលស្រួលហ្នឹងអត់ការពារហ្នឹង EOCate មកជីវិតទៅប្រាប់យីមែនអ្នកខ្លះបងនិយាយចំអ្នកខ្លះគាត់កាត់ទុកមេរោគហ្នឹងប៉ុន្តែគាត់ដើរចម្លងគេអាបាញ់ដាក់លើគេលើមាត់លើអីនេះរោមភេទអត់ពាក់សមពាក់អីនេះមិត្តភក្តិខ្ញុំវានិយាយប្រាប់ខ្ញុំមកមួយហ្នឹងរោមភេទអត់ចង់ពាក់សមបាញ់ទឹកចូលមាត់ក៏មានវានិយាយព្យាយាមចម្លងគេអ្នកដែរខ្ញុំសុំផ្ដាំបន្តិចបងដល់គាត់មានមេរោគដល់កាមរោគមេរោគផ្សេងណាសូមគាត់ការពារផងកុំចម្លងអ្នកដទៃអ្នកគ្នាអត់ដឹងអីទេគ្នាតូចណា7 8 10ឆ្លងមែន9តើអត់ដឹងទេកាលហ្នឹងអ្នកខ្លះអត់ដឹងផងមេរោគអីជាអ្វីតែពេលយើងកើតហើយកុំចម្លងគេកុំឧស្សាហ៍ព្យាយាមចម្លងគេឲ្យចម្លងមួយទៅមួយចឹងដល់ពេលចម្លងច្រើនពេកគេស្បាអត់តាន់ទេហើយបើបាក់ដល់គ្នាដូចយើងចម្លងបាបអញ្ចឹងបើពេលខ្លួនឯងកើតហើយការពារផងកុំចម្លងគេចឹងទៅហើយមួយទៀតផ្ដាំបើសិនជាអូនក៏ស្រ័យណាគេមកម្នាក់ក៏ដោយឬក៏ដាក់ចិត្តលើណាគេក៏ដោយត្រូវមើលចិត្តគេសិនកុំភ្លាមស្រឡាញ់ភ្លាមប្តីភ្លាមកុំមើលចិត្តគ្នាទៅវិញទៅមកយកដឹងថាគេចេញមកពីពិភពណាច្បាស់លាស់មកពីណាប្រពៃណីទេហើយដឹងថាគេជិលគេបាត់ណាទេមួយយើងល្អឬក៏មួយគេផ្សេងអត់ដឹងថាគេ fake ឬក៏អត់ទេដឹងថាអ្នកនឹងគាត់ឆាវឆាគាត់វាយយើងអត់ដឹងកុំអ្នកខ្លះគេដាក់គេមើលចិត្តនឹងមួយឆ្នាំមកយីមែនណាអញ្ចឹងមិនថាពេលខ្លះដូចបងនិយាយអញ្ចឹងពេលខ្លះគាត់នៅក្មេងៗតែគាត់ងាយក្នុងការទទួលឆ្លងនៅមេរោគអីក៏ជំងឺផ្សេងមូលហេតុមួយខ្ញុំគិតថាដោយសារតែជាទូទៅយើងអត់បើកចិត្តទៅលើក្នុងការនិយាយពី sex education ក៏ដូចជាចំណេះដឹងផ្លូវភេទទេអញ្ចឹងបើខ្ញុំចង់លើកទឹកចិត្តឲ្យយើងទាំងអស់គ្នា open ក្នុងការនិយាយពី sex education ចំណេះដឹងផ្លូវភេទពេលខ្លះគាត់នៅក្មេងៗអញ្ចឹងយើងវាថានិយាយគ្រាន់រឿងនិយាយរួមភេទរឿងថាអាក្រក់បាត់តាមពិត everyone needs that and វាគឺជាចំណេះដឹងមួយដែលយើងត្រូវមានអញ្ចឹងខ្ញុំគិតថាយើងគួរតែប្រាប់ទៅក្មេងៗឬក៏មានជាចំណេះដឹងតាំងពីសាលាមកចាស់ហ្នឹងឪពុកម្ដាយក៏ដើរតួនាទីសំខាន់ក្នុងការជួយបរិញ្ញាពួកគាត់ដែរព្រោះអីដូចបងនិយាយពេលខ្លះ7 8 10ហើយគាត់អត់មានចំណេះដឹងគាត់អត់ប្រើស្រោមគាត់អត់ប្រើ
វាគាត់ប្រើ high fun តាមគេគាត់អត់មានចំណេះដឹងអញ្ចឹងយើងចង់ឲ្យអ្នកទាំងអស់គ្នា open ក្នុងការ talk តាក់ទងជាមួយនឹង sex education ហ្នឹងហើយខ្ញុំសូមដាំចុងក្រោយទៀតថាចេះបើសិនជាបងប្អូនជំនាន់ក្រោយគាត់ឆ្លាញ់ក្នុងវិស័យអីក៏ដោយទៅត្រូវព្យាយាមតស៊ូកុំឆ្លាញ់ឲ្យអត់ធ្វើវាកុំឲ្យក្តីស្រមៃខ្លះជាស្រមៅកុំឲ្យស្រមៅបាំងមុខធ្វើអត់បានដូចជាខ្ញុំចឹងខ្ញុំតស៊ូក្នុងវិស័យ fashion 4ឆ្នាំហ្នឹងបើខ្ញុំជោគជ័យបើចឹងក៏អត់ជោគជ័យមិនថាយើងតស៊ូមួយខែពីរខែជោគជ័យអត់ទេយើងត្រូវតស៊ូអូនឯងឆ្លាញ់អីអ្វីក៏ដោយរឿងអីក៏ដោយការងារក៏ដោយតស៊ូតិចទៅបើយើងស្រឡាញ់កុំបោះបង់ក្តីស្រមៃខ្លួនឯងហើយមួយទៀតបងខ្ញុំសូមផ្ដាំពួកបងបឋមទាំងអស់គ្នាបាទស្រឡាញ់គ្នាស្រឡាញ់ទៅកុំស្រឡាញ់យកបោកចិត្តកុំយកអារម្មណ៍គេមកលេងសើចវាឈឺបងខ្ញុំឆ្លងកាត់ផ្ទាល់ មួយទៀតចង់សួរតាក់ទងជាមួយនឹងបងមិញបានmentionថាបងជាជនជាតិភាគតិចមកពីកាតាគិរីអញ្ចឹងចង់សួរថាតើធំធាត់លូតលាស់នៅក្នុង community សហគមន៍បងហ្នឹងតើមានការរើសអើងទៅលើប្រភេទអ្នកស្រឡាញ់ភេទដូចគ្នាចឹងអត់មកអូយបងឆ្លងកាត់ឲ្យរើសអើងហ្នឹងនឹងមួយឆ្នាំរើសអើងខ្ទើយពីគ្រួសារឬក៏ពីគ្រួសារក៏រើសអើងដែរសហគមន៍ទាំងអស់មកភូមិគឺស្អប់ខ្ទើយអត់ចូលចិត្តទេអត់ចូលចិត្តតែណាខ្ទើយគេទៅគាត់ចូលចិត្តថាយើងលេងសើចចឹងតើតែយើងអេខ្ទើយអេខ្លួនខ្ទើយទៅយើងគិតថាយើងអត់ប្រកាន់អ្នកភូមិហ្នឹងហើយត្រូវហើយពេលហ្នឹងយើងអត់ទាន់ដឹកអីតែអត់ទាន់ថាមានចរិតប្រកាន់អីទេបែបធម្មតាចឹងទៅដល់ពេលគាត់ឃើញយើងល្បីក្នុងទូរទស្សន៍ឃើញក្នុងទូរស័ព្ទអីហ្នឹង TikTok អីក្នុងកម្មវិធីភាសាយើងអីច្រើនគាត់យល់ភ្លាមគាត់ដឹងអូឥឡូវគេល្បី idol pro ពីខ្ទើយហៅ idol ចេះវិញតែសាប់គាត់ត្រង់ហ្នឹងដែរពេលខ្លះចង់ថា gender វាគឺជាផ្នែកមួយរបស់យើងវាអត់អាចរបៀបថាកំណត់ថាយើងជាភេទអញ្ចេះត្រូវតាជាមនុស្សដែលបាត់សង្គមមនុស្សអត់ល្អទេអញ្ចឹងចង់ឲ្យពួកគាត់ទទួលស្គាល់អញ្ចឹងហើយមួយទៀតចង់សួរបងតើតើជាមួយនឹងខ្លួនជាពេលដែលយើងជាជនជាតិភាគតិចពេលដែលបងដែល thing មានជាបញ្ហាគេរើសអើងយើងជាអញ្ចឹងអត់ធ្លាប់មានអត់ដូចជាអត់មានណាមួយទៀតពេលដែលធ្លាប់ធ្វើការមួយអ្នកដទៃធ្លាប់គេ mistreat គេរើសអើងយើងហើយអត់គេដាក់ភ្លាមគេ friendly គេថាខ្ញុំមនុស្សខ្ញុំ friendly គេស្រឡាញ់គាត់យើងច្រឹងចឹងភ្លាមនេះទៅអីថាជួយទៅការទៅបងខ្ញុំធ្លាប់មានបបិសាក្នុងចុះក្នុងទៅការក្នុង office ក្នុងរមណីយដ្ឋានមួយកន្លែងហ្នឹងពេញអ្នកខាងស្វេសហ្នឹងយើងជួយទៅបងយើងអត់ទៅចេញចរិតម៉ានទេផែធម្មតាគេថាយើងប្រអីចឹងអត់មានគេយកយើងទេស្រីបែបខ្មើតគាត់យើងជួយធ្វើការបានមកតិចគេដឹងថាយើងចរិតបែបហ្នឹងមកយកយើង friendly ហ្មងfriendly ក៏ចិត្តអ្នកបែបហ្នឹងគាត់ថាចែកវាច្រើនពពកគាត់ហ៊ាននិយាយខ្មើតិចដល់ពេលដឹងអញ្ចឹងគេ friendly អត់អើគេថាចែកស្មានតែគេថាអើយើងចិត្តអញ្ចឹងអត់ទេនៅពេញក៏អត់ដូចអ្នកខែទេតែខ្ញុំនៅតែដឹងនៅតែជឿថាស្រុកខ្មែរយើងឥឡូវអត់តមានច្បាប់ណាដែលចេញឲ្យគេចាប់ដើមភេទទី3ទេនៅតែមានហ្នឹងហើយនៅតែមានតែនៅតែមានតិចជាងមុនតែដូចចំណុចមុននេះតែឥឡូវ open ជាងមុនបន្តិចឥឡូវមានថាគាត់នៅយល់ដឹងខ្លះតែស្ថាឥឡូវស្រុកខ្មែររបស់យើងកម្ពុជារបស់យើងគាត់អាយថា open រៀបការប្រពន្ធបានផ្សេងបានតែបើមុនមែនណាអូយអត់បានស្រួលនគរបានចុះដល់ផ្ទះហ្មងការស្លាញ់ភេទដូចគ្នាហ្នឹងចុះដល់ផ្ទះហ្មងសួរថាឲ្យយើងសូមអរគុណសម្រាប់ការស្ដាប់សាមពី podcast តាំងពីដើមរហូតដល់ចប់សាមពី podcast គឺជា podcast អំពីទំនាក់ទំនងស្នេហានិងការអប់រំផ្លូវភេទរបស់យុវជន LGBTQI+ មិនថាអ្នកជាសម្ព័ន្ធមិត្ត Airline ឬក៏ជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នានោះទេយើងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តកិច្ចសន្ទនាមួយនេះ podcast នេះអាចធ្វើទៅបានដោយក្រុមការងារជាទីស្រឡាញ់របស់យើងដូចជាសុធិដែលជាកាមេរ៉ាមែនគីរ៉ានិងធីតាជាអ្នកស្រាវជ្រាវមាតិកានិងរូបនាងខ្ញុំនីនិងបងម៉ាក់ដែលជា editor និងផលិតកររបស់កម្មវិធីមួយនេះសាមពី podcast គឺជាផលិតផលរបស់សាមពី TV ដែលជាគម្រោងមួយរបស់ក្រុមហ៊ុន606 Digital នឹងឲ្យមានអ្នកខ្លះដូចឃើញតាម social media ដូចគាត់ជាភេទទី3គាត់មានសក់វែងស្អីអញ្ចឹងសាលាកាត់សក់ខ្លីស្អីអញ្ចឹងវារើសអើងតាំងពីសាលាហើយអញ្ចឹងវាបើសិនជាយើងបង្កើតជារូបភាពរើសអើងតាំងពីនៅក្នុងថ្នាក់ទាបអញ្ចឹងការរើសអើងហ្នឹងវាកាន់តែកើនឡើងដូចវីដេអូហ្នឹងខ្ញុំផុសហ្នឹងខ្ញុំផុសវីដេអូហ្នឹងដែរគេ share ច្រើនគេវិញ្ញាគេថាខ្ញុំហ្នឹងខុសទៀតអញ្ចឹងគាត់វិញ្ញាងងភេទទី3ទៀតគេថាបើចង់ចុកសក់បញ្ចប់រៀនអានោះថាដូចជំរុញគ្នាចូលនៅរស់ហ្នឹងហើយដូចជំរុញគ្នាចូលនៅរស់ដូចជំរុញគ្នាចូលនៅរស់ទាំងរស់ដូចអត់អើមគ្នាទាំងរស់ទាំងគ្នានៅរស់ហ៎កាត់សក់គ្នាយើងគាត់តែនិយាយថាចេះអត់ control នឹងទង្វើបែបហ្នឹងបើចង់ធ្វើបែបហ្នឹងយើងក៏ដាក់វិន័យមួយទៅថាស្ទាក់បែបបាត់ស្រីមកហ្នឹងហើយដល់ពេលនេះខ្ញុំមិនមែនឆ្លាញ់ខ្ញុំមែនឆ្លាញ់អ្នកខែបែបតែទុកអាចសោះទុកសក់វែងបានស្រីតែគាត់ចង់ធ្វើស្រីតែពាក់ស្រង be yourself វាថា be yourself girl ហ្នឹងហើយ everything is so the girl វាថា
បើសិនជាយើងចង់ប្រាប់គាត់ប្រាប់សុបួរយើងអត់ត្រូវការប្រើជាទង្វើឬ action ហ្នឹង វាប៉ះពាល់ផ្លូវអារម្មណ៍ពេលខ្លះ អា គឺ ឃើញ ឃើញធម្មតាតែគាត់ដល់ធំគាត់អត់បាត់ផងរឿង តែខ្ញុំធ្លាប់ខ្ញុំដល់យកដល់គ្នាកាត់ស្លាញ់សក់យកពីស្លាញ់សក់បងខ្ញុំប្រវត្តិខ្ញុំធ្លាប់ទុកសក់ធំនេះតាសក់កូរ៉េទុកសក់វែង អូសក់វែង ខ្ញុំទៅកាត់ធ្វើបឋមដល់ពេលមុនខ្ញុំសក់វែងតាអត់តែស្អីតែសក់វែងនេះសក់វែងបាត់ថែពួកក្រេក្រេដូចស្រីមកតែមានគិតស្រីមកក្នុងរៀនស្រីតែពាក់ខោអត់ប្រធម្មតាតែយើងក្រងសក់ដូចស្រីទុកធម្មតាអញ្ចឹងណាតែគាត់ឲ្យទុក តែគ្រូឲ្យទុកអត់រើសអាង អត់អាងឯងគូក៏ស្រឡាញ់ណាគាត់ស្រឡាញ់ខ្លាំងគាត់ឲ្យឡើងទៅជាតិវិញប៉ទៀត មែនអី សាន់លីតុងជាតិជាមួយថ្នាក់អីចឹងចឹង10ចឹងទៅឈ្មោះលីកណាមនុស្សដែលខ្ញុំពេញចិត្តដែរឡើងតុងជាតិសូមពូលឹកអៀនណាបងកាលហ្នឹងមានវីដេអូខ្ញុំសែតផ្ញើឲ្យដែរចូលដែរតែ2019ទៅ18គេថតដែរកាលហ្នឹងគេលំ3ផ្ទុះដែរតាមិនគេថាចឹងមិនប្រងតុងជាតិចឹងណាគ្រប់ក៏ដាក់តុងជាតិឲ្យស្ញាខ្វះគាត់យល់រឿងនឹងច្រើនមែនកាលហ្នឹងសប្បាយ រៀនហ្នឹងរៀននៅក្នុងខេត្តរតនគិរី រៀននៅខេត្តកាលហ្នឹងគឺគ្រូអុផានអ្នកសាញ់ផ្ដូចមកស្លាយហ្នឹងមានតែយើងខុសគេយើងទុកសក់យើងបែតយល់ច្រឹកអញ្ចឹងណាតែគ្រូគាត់ស្លាញ់គាត់ស្នាក់ញាក់ញក់លោកខោអីចឹងចឹងខ្ជូរយើងនិយាយថាយើងផ្កាយខាងនិយាយទីមួយយើងផ្កាយខាងសម្រាប់សម្រួលថាមនុស្សខ្ញុំផ្កាយនិយាយផ្កាយខាងនិយាយថាចេះប្រយោលអត្តន័យមេរៀនឯងគេអត់ទៅយល់ឬក៏ការងារសង្គមអីមួយខ្ញុំនិយាយខ្ញុំចុះទៅជួយនិយាយហ្មងដូចការសង្គមអីចឹងទៅប្រេឈើក៏អាចដុតអីចឹងនិយាយប្រយោគគាត់ទាំងអស់យើងដូចជាក្នុងសង្គមមួយដែរយើង វារៀនបកាយយើងចំណេះដឹងយើងប៉ុណ្ណេះដែរខ្ញុំរៀនធ្វើបកាយមកបកាយចំណេះដឹងចំណេះដឹងទៅអាចអូខេ very good ខ្ញុំស្អប់បំផុតបងកណិតអត់ចេះសោះ same អូបាទ ចង់មិនចង់ដល់មកគឺចង់កិច្ចហ្មងវាថាកណិត ប៉ុន្តែបងរៀនហ្នឹងរៀនចប់ទី12ហើយបន្តសាកលឬថប់11ចាប់ទេដោយសារតែកាលនោះជាខ្វះលុយខ្វះកូវីដផ្លេកូវីដតែមានបាយបាក់ដុក2000ប៉ុន្មាន ក្នុង2019ហ្នឹង 19កូវីដ2020អញ្ចឹងបងអូន2020ហ្នឹងកាលហ្នឹងចប់រៀនតែមានលុយហើយអ្នកតែមានបញ្ហាឈប់ខ្ញុំក៏ត្រូវរត់មក very strong រត់មកពេញហើយធ្វើការធ្វើអី អត់ស្គាល់ពេញណា រត់មកហ្នឹងអត់ស្គាល់សោះអត់មកបងតពេកអត់ស្គាល់ពេកបែរខាងណាដល់ទៅឡើងទៅបំពេញខលតែគេរកការងារទៅនៅការទៅនៅផ្ទះគេទៅធ្វើការងារចឹងស្គាល់ VJ ពេកអត់ហ៎ស្គាល់ហ្នឹងខ្ញុំនៅvớiគាត់តាមួយខែមួយថ្ងៃឡាយដូចជា3ដងផឹកប៉ង8ថ្ងៃមក12យប់ម៉ោងផ្លែអូជួយឡាយគាត់អីចឹងទៅរៀបពីបានចុះមើលអាខាងឡាយគាត់មើលចាស់ឃើញខ្ញុំហីខ្ញុំធ្លាប់ comment តែលំទូរស័ព្ទអីហ្នឹងខ្ញុំអ្នកស្រែតតែលឺហ្នឹងហ៎តោះទូរស័ព្ទអ្នកមួយឡាយស្រែតតាមស្ដាប់ខ្ញុំអ្នកស្រែតតែថងដាក់លេខទូរស័ព្ទដល់ខ្ញុំអ្នកស្រែតតាខ្ញុំវិញជា fan មួយដែរមួយខែ200តែធ្វើបានប្រហែលជា20ថ្ងៃឲ្យបាន150បានលុយយើងអត់ដឹងទេអត់ដឹងទេឆ្លងកាត់ចូលចត់នៅមួយគេបោកអីអស់ឲ្យបងអត់អាចស្គាល់ពេញអត់ខាងណាគេចូលចត់គេយកតាណាក៏ដឹងដែរកាលហ្នឹងចូលចត់ឲ្យឆ្លងកាត់តែឥឡូវចាសុំទោសចិត្តតែខ្ញុំដឹងដែរពេញខ្ញុំស្គាល់ទាំងអស់អូខេ so សមុជចុងក្រោយចង់ដឹងថាបងមានជាមេរៀនអីមួយដែលចង់បរៀនដល់អ្នកទាំងអស់គ្នាមានបងមានមេរៀនមួយដែលខ្ញុំចាំហ្មងចាំថាចេះកុំជឿសំដីគេពេកតែមួយហ្នឹងវាតោតទាំងអស់ហ្មងសំដីអាចចាក់ឲ្យយើងស្លាប់ណាផ្អែមនៅមកក្រោយខ្នងជ្រីបតែពាក្យច្រើនមនុស្សដែលខ្ញុំរាប់សំដីអាក្រក់ទាំងអស់ហើយស្ទើរទាំងថ្ងៃចាក់ចូលចឹងខ្ញុំអត់មានសំដីល្អទេតែក៏ខ្នងចេះហាច់ហូរគ្នាតែនៅមកអីមើលភ័ក្រញ៉ាំអីចេះចុះក្រោយខ្នងចាក់ចេះយើងចឹងសំដីអាចប្រែកាឡាលឿនណាហ្នឹងហើយវាដូចយើងប្រែពណ៌សក់អីសក់លាបពី2ម៉ោងតែសំដីមកផ្លែប្រែភ្លាមហ្នឹងហើយទឹកមុខក៏អញ្ចឹងដែរចឹងអត្តចរិតសំដីកុំអាចជឿកុំជឿលឿនអ្នកណាក៏ដោយចេះbe yourself អូនអីអញ្ចឹងអូខ្ញុំចាសំតោអត់ត្រូវគ្នាសោះខ្ញុំ be yourself តែមើលមនុស្សខ្ញុំមើលឆាប់ដឹងណាខ្ញុំមើលមនុស្សណាចេញមកខ្ញុំមើលដឹងហ្មងអូខេហើយក៏អរគុណដល់ guest speaker របស់យើងគឺបងស្លីគឺគាត់បានចែករំលែកបទពិសោធន៍គាត់ល្អខ្លាំងមែនតើទាំងល្អទាំងអាក្រក់ជីវិតគាត់គឺឡើងចុះខ្លាំងហើយមានជាសារចុងក្រោយអរគុណឬក៏អីអត់ហ្នឹងហើយមានខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាគាត់ជួយ follow កំរយនឹងខ្ញុំដល់ពីតាំងពីខ្ញុំអត់ល្បីល្បាញប្រម៉ូតខ្លួនឯងប្រម៉ូតតែខ្ញុំស្គាល់អត់ទៅមានតែគេស្គាល់ខ្ញុំមានតែគេស្គាល់ខ្ញុំហ្នឹងហើយអរគុណហើយខ្ញុំសូមនិយាយពិសេសខ្ញុំតិចទេបងបាទអញអរគុណអស់ម៉ៃកាន់ឆោដែលឯងទាំង follow អញមិនថាអូថាអញ
ការកប្រុសប្រុសកាសែក៏ទៅអូឯងចង់ follow អញឯងជា builder តែពេជ្រប្រក់ញ៉ាឯងប្រក់ណោះហងឯងចាក់យកកពូឯងពេជ្រប្រក់ដាម៉ូតឯងពេជ្រប្រក់ fashion ឯងពេជ្រប្រក់ដោះឯងពេជ្រចាក់រាប់ប្រចាំក៏ឯងចាក់យកកពូឯងរកម៉ែពុកថានោះឯងផាម៉ែផលអញពេជ្រប្រក់នេះឯងពេជ្រប្រក់នោះណោះឯងចាក់យកកពូឯងប្រក់ទៅញ៉ាក៏ឯងប្រក់ញ៉ាត់ឯងប្រក់ឯងពេជ្រញ៉ាត់ឯងពេជ្រឯងចាក់យកកពូឯងរឹងមកឯងតោះសុអេងឡាអូត្រប់ផាអេឯងរៃទៅតារៃអូទៅឯងណោឯងហងឯងកាពីឯងឡាឯងប្រក់ញ៉ាក៏ឯងចាក់យកកពូណោឯងប្រក់ញ៉ាក៏ឯងពេជ្រចាក់រាប់ប្រចាំកចាក់ផ្ទះលកអញណោឯងពេជ្រប្រក់ញ៉ាក៏ប្រក់ម៉ែពុកទីហាមអូតែឯងតោះស៊ូទៅចំណុចជិតកែឯងជោគជ័យកែហើយឯងក៏អរគុណទៅម៉ែពុកទាំងអស់គ្នាដែលឯងទាំងគ្រប់គ្រងអញទាំង follow អញពីមុនទៅគ្នាឯងក៏អរគុណមីអូពឺដែលឲ្យកាអញឯងទាំង follow អញទៅគ្នាអរគុណច្រើនមួយទៀតចង់ឲ្យបងបរៀនពីអរគុណនៅក្នុងភាសាបងមានឬក៏អរគុណដូចគ្នាតែថាខ្មែរអរគុណតែគេអរគុណ so អរគុណអ្នកនរគ្នាខ្ញុំសាន់នេះyour host for today episode see you later bye bye តានីងង